ខ្ញុំសង្កេតមើលក្មេងឥឡូវហើយពីមុនខុសគ្នា100%មកគឺអារឿងដើរអូសហ្នឹងមកកាលពីមុននៅពេលដែលចតម៉ូតូផ្ញើម៉ូតូឲ្យដើរទៅរៀនយកកតាបយកទឹកទៅរៀនចឹងឥឡូវអត់តែមានដៃមួយអូស Facebook មួយជំនាញឲ្យដើរបាទសម្រាប់ខ្ញុំគិត status ខ្ញុំបាននិយាយពីរឿងហ្នឹងដែរគឺថាកាត់បន្ថយការប្រើទូរស័ព្ទចាតែបើខ្ញុំវិញខ្ញុំគិតខុសបន្តិចខុសគ្នាបន្តិចគឺទី1យើងប្រើសម្រាប់លេងកម្សាន្តអាហ្នឹងឲ្យតែអ្វីក៏ដោយតែពេកដឹងតែល្អហើយខ្ញុំគិតថាមួយទៀតបើយើងអាចប្រើអ៊ីនធឺណិតមានច្រើនយើងអាចយកប្រើដើម្បីបានប្រយោជន៍ហ្នឹងផ្សេងមួយទៀតបាទខាងខ្ញុំចេញរត់ podcast អង្គុយ scroll ដែរ scroll អង្គុយមើលអង្គុយរៀនអង្គុយធ្វើតាក់ទង podcast អញ្ចឹងមិនខុសទេអញ្ចឹងខ្ញុំគិតថាខុសទួចដូចខ្ញុំថាតែអត់ខុសខ្លាំងអូខេអញ្ចឹងបើយើងប្រើពាក្យឲ្យត្រូវហ្មងគឺប្រើ social media ឲ្យមានគោលដៅបាទគោលដៅបាទឲ្យមានគោលដៅឲ្យមានម៉ោងមានពេលច្បាស់ក្នុងថ្ងៃលេងប្រហែលម៉ោងឬក៏លេងច្រើនក៏បានតែឲ្យមានគោលដៅឧទាហរណ៍ថាសម័យខ្ញុំក៏នៅមួយ YouTube ដែរឧទាហរណ៍ខ្ញុំចង់ដឹងព័ត៌មានមួយអញ្ចឹងពេលខ្លះខ្ញុំ search ដែរហ្នឹងប៉ុន្តែគាត់ថាវាការប្រើប្រាស់ទាំងអស់ហ្នឹងគឺមានគោលដៅបាទខ្ញុំនិយាយថាបំផ្លាញខ្ញុំនិយាយថាអាចមានផលអវិជ្ជមានអាកប្បកិរិយាជាតិដែលមានផលប៉ះពាល់អវិជ្ជមានតូចតិចតែបើយើងបន្លាយទៅ10ឆ្នាំបំផ្លាញខ្លួនសូមនិយាយរឿងញ៉ាំស្រាបានទេពីព្រោះក្មេងឥឡូវស្ទើរតែទាំងអស់ចេះញ៉ាំស្រាអ្នកនៅមុខនឹងចេះអត់ទេចេះខ្ញុំអត់ចាំពេលវេលាមុនដែលខ្ញុំលើកកៅស្រាអូខេល្អខ្លាំងអញ្ចឹងល្អខ្លាំងមែនតើហ្មងពីព្រោះជួនកាលគាត់ច្រឡំថាការញ៉ាំស្រាគឺជាការកាត់បន្ថយ stress របស់គាត់ឬក៏ជាការកំសាន្តមួយរបស់គាត់ពេលអញ្ចឹងទៅគាត់ប្រើវាជាប្រចាំគាត់ប្រើវាជាប្រចាំហើយអាការប្រើជាប្រចាំហ្នឹងវាអាលុយវាអស់ហើយចាព្រោះធម្មតាផឹកនៅផ្ទះវាអត់តែប៉ុន្តែអាប្រយាកាសវាអត់លុយទេអញ្ចឹងគាត់ទៅក្រៅអញ្ចឹងអាការផឹកដែលយើងទៅក្រៅទាំងផ្លាញលុយទាំងផ្លាញសុខភាពហើយពេលខ្លះវាអត់គ្រោះថ្នាក់ទៀតពេលយើងផឹកសបឹងព្រោះមែនតើជួនកាលថាតែមួយកំប៉ុងពីរកំប៉ុងដល់ពេលភ្លេងវាសែតពេកទៅឬក៏ប្រយាកាសចំណងពេកទៅលើកដល់3 4 5កំប៉ុងអីចឹងទៅខ្ញុំសូមប្រៀបធៀបទៅការខាត់ដើមឈើវិញបញ្ហាខ្ញុំអត់គិតថាអ្នកគូប្រាប់យើងប្រាប់ថាកុំផឹកអ្នកផឹកហ្នឹងក៏ដឹងថាហានិភ័យប៉ះពាល់អីដែរអានេះយើងកាត់មេតែឬជាអីផ្សេងមួយទៀតទេវិញអ្នកណាក៏ដឹងជក់អាក្រក់ផឹកប៉ះពាល់សុខភាពកូចខ្លាំងកូចអីចឹងទៅស្អុយមកស្អុយកូចថ្មីអីចឹងគាត់ដឹងតែគាត់នៅតែគាត់ទុកអារម្មណ៍ជាប់គាត់ control ខ្លួនឯងបានមិនចាំបាច់និយាយថាស្រែព្រោះសំបីតែពេលខ្លះការហូបចុករបស់គាត់គាត់មិនដឹងថាគាត់ញ៉ាំអាហ្នឹងវាលើកកម្រិតឬក៏គាត់ញ៉ាំអាហ្នឹងផ្អែមពេកឬក៏គាត់ញ៉ាំអាហ្នឹងញឹកញាប់ពេកគាត់មិនដឹងតែគាត់គ្រប់គ្រងអារម្មណ៍គាត់បានឬក៏អ្នកខ្លះយើងប្រើពាក្យថាអាភាពសុបាយរីករាយរបស់គាត់ឬក៏ដូប៉ាមីនរបស់គាត់គឺចេញពេលហ្នឹងហ្មងបានន័យថានៅពេលដែលគាត់ធ្វើរឿងទាំងអស់ហ្នឹងគឺអាអរម៉ូនវាចេញមកភាពសុបាយរីករាយភាពរស់រវើកក្នុងខ្លួនគាត់ហ្នឹងគឺវាចេញមកដោយសារតែគាត់ត្រឡប់ធ្វើរឿងទាំងអស់ហ្នឹងហើយអាការត្រឡប់ធ្វើរឿងទាំងអស់ហ្នឹងវាពាក់ព័ន្ធមួយបរិយាកាសស្ថានភាពសង្គមហ្នឹងហើយនៅម្ដុំណាគឺទៅម្ដុំហ្នឹងបានន័យថានៅមួយក្រុមអ្នកដែលគាត់ផឹកអត់ផឹកមិនកើតនៅយូរទៅវាទៅដូចតែគ្នាហ្នឹងមិនតិចរួចទេអញ្ចឹងវាចាប់ផ្ដើមមកពីការគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានហើយតើតោះមួយការគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាននេះវាពិបាកបន្ទោសថងថាទី1គាត់មានធម្មជាតិអញ្ចឹងធម្មជាតិគាត់គឺអញ្ចឹងមកធម្មជាតិអញ្ចឹងបានន័យថាគាត់គឺជាមនុស្សដែលមានចរិតបែបហ្នឹងដែលប៉ះទៅឬក៏រៀងញយព្រោះធម្មតាមនុស្សដែល sensitive គឺញយគ្រប់យ៉ាងខឹងក៏លឿនសែតក៏លឿនសប្បាយក៏លឿនអាណិតក៏លឿនគឺគាត់លឿនទាំងអស់គាត់លឿនទាំងអស់គាត់ដូរលឿនទាំងអស់ហើយនៅពេលគាត់បែបហ្នឹងគឺគាត់ពិបាកគ្រប់គ្រងចិត្តរបស់គាត់ក៏ប៉ុន្តែវាអាចតទៅមួយនឹងការចាំបីបាច់ដែរការចាំបីបាច់របស់ក្រុមគ្រួសារអញ្ចឹងណាដែលត្រឡប់ដល់អ្វីឲ្យដល់មិនប្រហាត់ឬក៏បដកឲ្យគាត់មានការទប់អារម្មណ៍ទប់ចិត្តចាតែព្យាយាមកកុំឲ្យឆ្លងហើយទូរស័ព្ទគាត់មើលទៅគាត់យំឆ្លងព្យាយាមអត់ឲ្យគាត់គ្រប់គ្រងចិត្តរបស់គាត់ឬក៏អារម្មណ៍របស់គាត់ពេលអញ្ចឹងវាជារឿងមួយដែរហើយលើកពីហ្នឹងមួយទៀតគឺជួនកាលសម័យនេះសង្គមនេះវា stress មែនតើអញ្ចឹងពេលខ្លះយើងមានអារម្មណ៍ថាធម្មតានៅពេលបញ្ហាផ្លូវចិត្តមាន stress វាខ្ពស់គឺអាការគ្រប់គ្រងអារម្មណ៍ហ្នឹងគឺវាធ្លាក់ចុះហើយមិនមានទេចាខ្ញុំសូមតែព្យាយាមប្រាប់អូនថាសមត្ថភាពផ្នែកគ្រប់គ្រងអារម្មណ៍របស់ខ្ញុំមកយ៉ាងអង្គុយអែមមកក៏ប៉ុន្តែបើសិនជា mental down គឺថ្ងៃនេះយើងយ៉ាប់ដែរពេលខ្លះអាចប្រើប្រាស់ពាក្យសម្ដីមួយចំនួនទៅកិច្ចកូនដែរឬក៏ប្រើប្រាស់ពាក្យសម្ដីមួយចំនួនអាចធ្វើឲ្យមានចំនួនមួយគ្រួសារដែរអាចការនេះគឺជាធម្មជាតិនោះគឺមនុស្សយើងល្អគ្រប់10មកមនុស្សយើងមកទេមនុស្សយើងធ្វើឲ្យមានផ្លែខ្លះបាននេះតែកុំផ្លែពេកផ្លែពេកបាទបកទៅខាងពិសាស្រាវិញចាតែខ្ញុំមិនថាខ្ញុំញ៉ាំអត់ខ្ញុំគិតថាអ្នកគាត់ញ៉ាំឥឡូវបាទពីមុនញ៉ាំខ្ញុំនេះខុសពីខុសមិនបានអ្នកឈប់រឿងពីរដែលឈប់អត់សួរថាហេតុបានញ៉ាំមិនសួរឈប់ហ្មងខ្ញុំសួរឈប់សិនហេតុអូខេហេតុបានឈប់មានហេតុផល2ហេតុផលទី1ខ្ញុំបានឮពាក្យពីមនុស្សស្រីម្នាក់ដែលគាត់មានតម្លៃខ្លាំងក្នុងសង្គមខ្ញុំអត់បញ្ចេញឈ្មោះគាត់ទេហើយគាត់ហៅខ្ញុំថាជានារីគំរូបាទគាត់ហៅខ្ញុំថាបងស្រីគឺជានារីគំរូខ្ញុំឮពាក្យមួយម៉ាត់ហ្នឹងខ្ញុំមានអារម្មណ៍ថាកលេសមកមើលខ្លួនឯងហើយខ្ញុំនៅមានចំណុចខ្លះខ្វះខាតនៅឡើយហើយរឿងខ្លះខ្ញុំធ្វើបានអញ្ចឹងពិចារណារឿងទី2គឺសុខភាព yes ដោយសារតែដឹងហើយឮហើយនោះថាអាទាំងអស់នោះវាល្អទេហើយយើងញ៉ាំដើម្បីអីអញ្ចឹងយើងកុំញ៉ាំគាត់ថាខ្ញុំមានរបៀបក្នុងការឈប់មិនមែនចាប់ស្រាំងបិទកងតាក់គឺបដាតិចហើយសំណួរសួរថាឥឡូវចុះបើមានកម្មវិធីហើយគេមានការចូលរួមដូចចូលកែវស្រាក្រហមតិចតួចញ៉ាំពួកខ្ញុំមិនមែន cancel រហូតដល់ថ្នាក់ញ៉ាំទៅតែកាត់បាត់ពីមែនទេគាត់ថាខ្ញុំមិនញ៉ាំខ្ញុំមិនប្រើវាជាការកំសាន្តខ្ញុំមិនប្រើវាជាវិធីនៅក្នុងការកាត់បន្ថយ stress របស់ខ្ញុំទៀតទេអញ្ចឹងខ្ញុំមិនញ៉ាំវាទៀតទេពីហ្នឹងខ្ញុំពេញម្ដងណាមិនបានគូចាប់ដល់ប៉ាស្លាប់ខ្ញុំគេលោកកាលនោះចេះញ៉ាំទេញ៉ាំស្បាយតែបាត់កន្លងមកក៏មានការបដោះគំនិតឲ្យញ៉ាំស្រាដែរពីព្រោះនៅក្នុងសង្គមណាហើយជាពិសេសសង្គមមួយដែលមានការផឹកស៊ីអញ្ចឹងតែតែមានអញ្ចឹងមានការបដោះឲ្យមានសកម្មភាពចូលរួមនឹងដែរមិនអត់ទេប៉ុន្តែខ្លួនឯងមិនមែនជាអ្នកញ៉ាំទេអញ្ចឹងកិច្ចខ្លះអីខ្លះចូលខ្លះលេងខ្លះមែនខ្លះកុហកខ្លះដើម្បីខ្លួនពួកឯងមិនមែនអ្នកញ៉ាំទេក៏ប៉ុន្តែខ្លាយទៅជាអ្នកញ៉ាំពេញទំហឹងហ្នឹងគឺបើមិនញ៉ាំគឺមិនគេពេលប៉ាស្លាប់ពេលហ្នឹងគឺយកតង់ឈីបានទេតែយើងគេអត់កាត់ហើយពេលហ្នឹងអ្វីដែលញ៉ាំបានគឺព្យាយាមញ៉ាំស្រាដូចកាលនោះដូចស្បាយផ្អែមដាក់ដបមកដល់គេលុយយូរទៅ2ទៅ3កម្រិតអាកុលនៃស្បាយហ្នឹងប្រហែលជាច្រើនទេ3%មិនច្រើនទេច្រើនបើធៀបជាមួយនឹងបៀមិនច្រើនទេតែខូចសុខភាពដោយសារតែវាផ្អែមផងបាទចាអូប៉ុន្តែពេលហ្នឹងគិតអីឃើញទេឲ្យទៅរស់សិនតាបាទអញ្ចឹងក្រៅពីទី1ក្រៅពីប្រឹក្សាកុំឲ្យធ្វើអីបំផ្លាញខ្លួនឥឡូវយើងនិយាយពីខាងវិជ្ជមានកុំឲ្យធ្វើឲ្យចុះឲ្យធ្វើបាទឲ្យធ្វើវិញអ្វីដែលឲ្យធ្វើហ្មងណាជាធម្មតាមនុស្សយើងតើតមួយនឹងការគិតសំខាន់ណាខ្ញុំគឺជាមនុស្សម្នាក់ដែលកន្លងមក negative thinking
គិតឲ្យវិជ្ជមានចំពោះខ្លួនឯងចំពោះអ្នកដទៃចំពោះហេតុការណ៍ចំពោះបរិយាកាសបានន័យថាលឺអីតិចគឺ negative ឧទាហរណ៍មួយបាន បើគិតចំពោះខ្លួនឯងវិញណាមានអារម្មណ៍ថាខ្លួនឯងអត់ល្អខ្លួនឯងអត់គ្រប់គ្រាន់ខ្លួនឯងអត់ចេះខ្លួនឯងមានសមត្ថភាពខ្លួនឯងមិនសមធ្វើគ្រូទេខ្លួនឯងរបៀបហ្នឹងគិតអាក្រក់ចំពោះខ្លួនឯងបើគិតពីស្ថានភាពវិញជួនកាលរឿងខ្លះវាអត់តំណងទេឧទាហរណ៍ message ទៅគ្រួសារអញ្ចឹងគាត់ឆ្លើយដបូងនៅមួយណាគេគិតថាគាត់នៅមួយណាគេបានន័យថាគាត់នៅមួយណាគេហើយបានគាត់ហ៊ានឆ្លើយបន្ទាប់ពីគិតមួយណាគេទៅរឿងផ្សេងទៀតទីគាត់កាត់ទៅវានៅតែ negative អត់ព្រមគិតថាជិះម៉ូតូគាត់ធ្វើអីម្យ៉ាងផ្លូវ positive គាត់អត់ឃើញហ្មងគឺគិតឃើញតែ negative អញ្ចឹងអ្វីដែលគួរហ្នឹងគឺគិត negative ព្រោះធម្មតាយើងគិត negative អារម្មណ៍វា negative ដល់ពេលគាត់មកដល់ផ្ទះបងមិនមែនអត់មានខ្ញុំភ័យណាអញ្ចឹងទៅជាការរករឿងទៅជាពីព្រោះមានអារម្មណ៍ថាហេតុអីមកធ្វើខ្ញុំភ័យអញ្ចឹងហេតុអីបានវាទៅជាអញ្ចឹងវាខូចអារម្មណ៍របស់យើងអញ្ចឹងនៅពេលដែលអារម្មណ៍យើងអត់ល្អកាយវិការយើងចេញមកមានអីល្អអូនតបាំងបាសអញញ៉ៃពេញតែនឹងព្រោះគ្នាគេអត់ចង់នៅចិត្តទៀតគេគិតបានពីព្រោះគេនឹងនិយាយថាម៉េចព្រោះនិយាយមានឆ្លោះគ្នាបើគេប្រាប់ឲ្យយើងនៅថាបើគេប្រាប់ថាកំពុងតែធ្វើរឿងនេះធ្វើទៅប្រាប់មិនកើតធ្វើមិនបានឃើញឧទាហរណ៍ហើយយើងនៅថាគ្មានទេចេះមួយចុះពីយើងនៅថារកហេតុផលឲ្យគេខុសចេះអានេះគាត់ធ្វើចង់កំសាន្តតើយុវវ័យនេះគឺវ័យទៅពេញបាយតែអ្នកគ្រូគឺអំរងរស់ស៊ីតែឲ្យចង់កំសាន្តគេអត់ស្ដាយអញ្ចឹងណាគ្រូហើយសំបីតែអ្នកគ្រូខ្លួនឯងហ្នឹងត្រូវតែមាន entertainment ជីវិតត្រូវតែមានមិនដែរណាធ្វើការរហូតទេមែនទេត្រូវមានកំសាន្តតែសំណួរសួរថាបើសិនជាយុវវ័យកំសាន្តគឺជាអីដែលមិនប្រើប្រាស់គ្រឿងសង្វឹងឬក៏ដោយមិនធ្វើសកម្មភាពបន្លាញខ្លួនឯងតាមពិតការកំសាន្តមានច្រើនណាស់ហើយសម័យនេះទៀតឧទាហរណ៍ដូចជាដើរលេងជាមួយធម្មជាតិឡើងបោះតង់ឡើងភ្នំឬក៏ explore ទៅស្វែងរកអាស្អីឥឡូវវាសម្បូរអារឿងអស់ហ្នឹងហើយវាធ្វើឲ្យផ្លូវចិត្តយើងល្អទៀតអ្នកគ្រូឃើញច្រើនណា content creator ឬក៏មិន content creator ឥឡូវសារទឹកឡើងអ្វីដែលគាត់ធ្វើគាត់ទៅបោះតង់នៅកន្លែងណាអញ្ចឹងទៅហើយគាត់ប្រើរបៀបនៅក្នុងការរស់នៅ style ដែលបោះតង់អញ្ចឹងវាមិនដែរយកកែវកាហ្វេយកឆ្នាំងយកចានទៅដើម្បីសាកល្បងជីវិតបែបហ្នឹងវាទៅជាស្អីវិញអញ្ចឹងអាហ្នឹងវាក៏ជាការកំសាន្តព្រោះមែនតើការកំសាន្តឲ្យតែធ្វើឲ្យយើងមានអារម្មណ៍ថាមានសេចក្តីសុខសប្បាយសិតតែជាការកំសាន្តតែមិនអញ្ចឹងកាលមុនការកំសាន្តខ្ញុំយល់ច្រឡំដែរខ្ញុំឲ្យទៅលើការញ៉ាំស្រាផឹកស្រាស្ដាប់ភ្លេងឲ្យបែបហ្នឹងដែរឲ្យនិយមន័យបែបហ្នឹងដែរក៏ប៉ុន្តែវាមិនអញ្ចឹងវាមិនចាំបាច់អញ្ចឹងព្រោះពេលខ្លះសេចក្តីសុខរបស់យើងមិនអញ្ចឹងគាត់ញ៉ាំអីឆ្ងាញ់ក៏មានសេចក្តីសុខក៏សប្បាយប៉ុន្តែសំខាន់គាត់ថាយើងបរិយាកាសអាហារដែលយើងញ៉ាំមនុស្សដែលយើងហៅមកដូចខ្ញុំមួយរយៈចុងក្រោយនេះគឺព្រោះទៅណាអញ្ចឹង4នាក់ញ៉ាំអីឆ្ងាញ់ជុំគ្នាអញ្ចឹងទៅវោតទៅណាចង់ទៅណាអញ្ចឹងជីវិតខុសគ្នាអ្នកគ្រូបាទជីវិតមិនដូចគ្នាចង់កំសាន្តផ្ទាល់ខ្លួនហ្មងអ្នកគ្រូឥឡូវធ្វើគេអ្នកគ្រូបាទក្រៅពីគ្រូសាស្ត្រអូរនឹកអត់តន់ឃើញនេះបើកំសាន្តផ្ទាល់ខ្លួនអត់មានពេលផ្ទាល់ខ្លួនមានអ្នកគ្រូបែងចែកដាច់រវាងពេលផ្ទាល់ខ្លួនពេលគ្រួសារពេលការងារពេលរៀនសូត្របែងចែកដាច់ហើយអ្នកគ្រូមានពេលផ្ទាល់ខ្លួនពេលផ្ទាល់ខ្លួនកន្លងមកអ្វីដែលអ្នកគ្រូបដោតចម្បងជាងគេគឺសម្រាប់ការថែទាំតាមរយៈការកក់សក់គៀបសក់ម៉ាស្សាខ្លួនអីចឹងទៅវាគឺជារឿងមួយដែរដែលអ្នកគ្រូបញ្ចូលនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់អ្នកគ្រូក៏ប៉ុន្តែមួយទៀតការជួបមិត្តភក្តិព្រោះអ្នកគ្រូមានមិត្តភក្តិសាសនាម្នាក់ពីរដែរមិនច្រើនទេតិចខ្លាំងប៉ុន្តែមួយខ្លឹមចាតែយើងអាច share បាន 100% ជាមួយគ្នាហើយអាចនិយាយបានថាចង់ញ៉ាំស្រាក៏បានមិនញ៉ាំក៏បានចង់ស្ដាប់ភ្លេងក៏បានមិនស្ដាប់ភ្លេងក៏បានតែយើងអាចនិយាយគ្នាហើយសោយលឺបានយើងអាចនិយាយគ្នាដោយមិនមានអារម្មណ៍ថាគេមើលមកយើងនិយាយអីនិយាយទៅបែបហ្នឹងណាបានពីអ្នកស្នាងនេះគ្រូខ្ញុំគាត់ថាស្នាងអ្នកគាត់មាននេះគ្រូពីចឹងគេឡៃតាតែគិតប្តីគិតតែគ្រួសារហើយរ៉ាំងមានទៅអត់ទៅខាងហ្នឹងបាត់ប៉ុន្តែមានតែប៉ុណ្្នឹងហើយអត់មានមកក្រៅពីនោះគឺធម្មតាទាំងអស់បានន័យថាអត់មានអ្នកក្បែរបន្តិច20% 30 40អត់មានតែ100%ហើយបាទក្រៅពីនោះគឺកូនបាទតែពីចឹងបញ្ហាជីវិតអីពីចឹងត្រូវការតែមួយពីរពីនេះនិយាយត្រូវអត់ត្រូវការច្រើនបាទអ្នកគ្រូខ្ញុំសួរនេះខ្ញុំសួរកាច់វិញអូខេអ្នកគ្រូឲ្យពីចឹងឲ្យផលកំណត់ទៅខាងយុវវ័យចង់អភិវឌ្ឍខាងហ្នឹងចុះអ្នក3ប៉ុណ្ណេះគ្រូឲ្យដំបូងមានគេឲ្យមិត្តភក្តិចឹងណាជួនកាលគាត់មើលឃើញខ្ញុំកែតែខ្ញុំរូបយូរជាងខ្ញុំកែគាត់ចុះយើងមកបាយខ្លួនទៅខាងអ្នកគ្រូមិត្តភក្តិគ្រូវិញអ្នកគ្រូទៅថាគាត់ទៅកែគេអត់មានអ្នកសួរអត់មានណាគេដែរសួរទេឥឡូវកុំថាគេថាប្រាប់អ្នកគ្រូចង់ប្រាប់ខ្លួនឯងវិញថាយើងមើលឆ្លោះខ្លួនឯងថាយើងទៅកែគេវិញជាធម្មតានៅពេលដែលស្រីក្រោយផកក្រោយនៅពេលដែលចូលវ័យមួយរៀងជ្រា confidence high ខ្លាំងជាមួយនឹង experience របស់ខ្លួនឯងបទពិសោធន៍ជីវិតរបស់ខ្លួនឯងហ្នឹងជឿជាក់លើអ្វីខ្លួនឯងដឹងខ្លួនឯងចេះខ្លួនឯងជួបដែលពេលខ្លះសឹងតែមិនព្រមទទួលស្គាល់គំនិតឬក៏អ្វីជាបទពិសោធន៍ជីវិតរបស់គេពេលខ្លះនៅពេលដែលគេនិយាយទៅមានវាមិនតែអញ្ចឹងមានអញ្ចឹងទៀតតែពិតក្មេងពេលខ្លះស្រួលកាត់ជាងណាតែចាស់យើងក៏បានដោយសារតែគាត់ជួបរឿងហ្នឹង30-40 ដងហើយឧទាហរណ៍បើគាត់អាយុ40 10ឆ្នាំជួបម្ដងក៏ជួប4ដងដែរមិនអញ្ចឹងចុះបើសិន5ឆ្នាំជួបម្ដងក៏ជួបច្រើនណាអញ្ចឹងគាត់មិនជឿហើយបើអ្នកនៅក្នុងសង្គមគាត់អញ្ចឹងទៀតគឺគាត់ជឿស្មងហ្មងហើយនៅពេលដែលយើងនិយាយទៅនេះគាត់ស្ដាប់ទេគាត់មានអារម្មណ៍ថាវាមិនដែរអញ្ចឹងលើលោកវាមិនគួរអញ្ចឹងបើសិនជាឲ្យប្រាប់មនុស្សដែលមានវ័យប៉ុនខ្លួនឯងឬក៏ប្រាប់ខ្លួនឯងហ្មងបើចិត្តទទួលមនុស្សជួបរឿងអត់ដូចគ្នារឿងខ្លះវាមិនគួរឲ្យជឿតែវាកើតមែនវាអញ្ចឹងមែនកុំជឿតែការគិតរបស់ខ្លួនឯងឬក៏កុំជឿតែអ្វីដែលខ្លួនឯងឃើញខ្លួនឯងជួបខ្លួនឯងដឹងទេគួរមែនតើបើអត់ឈរនៅនេះឬក៏អត់ឃើញនេះក៏មិនគិតថាវាអញ្ចឹងដែរអញ្ចឹងបើចិត្តទទួលយកបាទអ្នកគ្រូកាន់ជាប់នឹងជំនឿគេដែរកាន់ជាប់ខ្លួនហ្មងដូចអត់មានទេអ្នកគ្រូដូចបត់បែនសម្បើបត់បែនអ្នកគ្រូមនុស្សបត់បែនមែនតើហ្មងមួយរយៈចុងក្រោយតែមួយរយៈមុនក៏មិនសូវជាបត់បែនដែរដូចមានចំហលើខ្លួនឯងដែរប៉ុន្តែបើសួរថាជឿទៅលើរឿងអីមើលជឿទៅលើរឿងអីស្នេហាអ្នកគ្រូច្រើនជឿថាអញ្ចឹងហើយអ្នកគ្រូបដៅគេទៀតជឿអញ្ចឹងហើយបដៅគេទៀតអាហ្នឹងដែលចង់ប្រាប់មនុស្សទាំងអស់ថានៅពេលដែលយើងជឿថាអញ្ចឹងហើយយើងទៅបដៅអ្នកផ្សេងថាអញ្ចឹងมันប្រកាសថាត្រូវណាយើងជឿខ្លួនឯងណាមែនតើវាមិនអញ្ចឹងណាខ្ញុំជឿថាអញ្ចឹងជីវិតគូអត់អាច50-50ទេជីវិតគូត្រូវតែ28 70 30 60 40បានន័យថាត្រូវមានមួយតិចមួយច្រើនអត់អាចមាន50ស្មើគ្នាទាំងក្តីស្រឡាញ់ទាំងការលះបង់ទាំងស្អីទាំងអស់គឺអត់ទេឧទាហរណ៍បើសិនយើងធ្វើដាក់គេពេកគេនឹងអត់សូវធ្វើអាហ្នឹងដាក់យើងណាអ្វីដែលអ្នកគូគិតហើយអ្នកគូច្រើនតែប្រាប់គេថាចេះកុំប្រឹងពេកអូនតើណៃប្រឹងពេកគេអត់សូវខ្វល់មួយយើងពេកទេគេអត់សូវរវល់មួយយើងពេកទេពីព្រោះជំនឿដែលអ្នកគូជឿគឺអ្នកគូជឿថាស្នេហាអត់អាចមាន50-50ទេគឺបើអ្នកឯងហ៊ានតែធ្វើចិត្តមួយចំនួនទៀតត្រូវតែ30មកបើអ្នកឯងធ្វើ40ខាងគេគឺ60បើតែ50ស្មើគឺអត់មានក្តីស្រឡាញ់ណាដែលវាស្មើគ្នាយើងធ្វើប៉ុណ្ណឹងដាក់គេនឹងធ្វើប៉ុណ្ណឹងដាក់យើងមានអារម្មណ៍អានេះការជឿរបស់អ្នកគូឡងមកពីមុនណាគឺអ្នកគូជឿថាអញ្ចឹងហើយនឹងប៉ុណ្ណឹង
មកដល់ឥឡូវគឺអត់ពិតទេតែការ40ឆ្នាំមុនពិតការ40ឆ្នាំមុនពិតហើយធ្វើខ្លួនចឹងទៀតធ្វើខ្លួនបែបចឹងធ្វើខ្លួនបែប20-30បានន័យថាឲ្យគ្រួសារដើរតួជាអ្នក70-80ហើយខ្លួនឯងដើរតួធ្វើ20-30អត់ខ្វល់ឃ្លានបាយដល់ម៉ោងបាយម្នាក់ឯងចោលគាត់ចឹងទៅត្រូវទៅណាទៅគាត់មិនទៅក៏ហើយទៅចេះគាត់ថាបើយើងមិនធ្វើ20យើងត្រូវធ្វើ80ឥឡូវយកមួយណាអត់ធ្វើ80វាហត់ដល់ពេលចឹងប្រព្រឹត្តខ្លួនបែបហ្នឹងប៉ុន្តែអ្នកគ្រូសំណាងដែរដែលបានស្វាមីគាត់ធ្វើ80ហើយគាត់អត់មានអារម្មណ៍ថា20របស់អ្នកគ្រូហ្នឹងវាខ្វះខាតគាត់តែមានអារម្មណ៍ថា100%ជួនកាលអ្នកគ្រូ20 80តែអ្នកគាត់20គាត់20ជួនកាលគាត់ចិត្តធ្វើជួនកាលចឹងដែរគាត់មានអារម្មណ៍ថាពេលគាត់ធ្វើទៅមានសេចក្ដីសុខអញ្ចឹងចឹងវាជួនកាលគាត់គិតផ្សេងក៏ប៉ុន្តែអត់ទេនៅពេលដែលលើក្រោយនេះការដូរការជឿរបស់អ្នកគ្រូផ្សេងហើយអ្នកគ្រូអនុវត្តខ្លួនផ្សេងមានអារម្មណ៍ថាគាត់នៅតែបែបហ្នឹងគាត់មានដូរផងគាត់នៅតែបែបហ្នឹងបានន័យថាអ្វីដែលគាត់ធ្វើគឺនៅតែដែរហើយយើងធ្វើលើសពីអ្វីហ្នឹងគឺនៅតែប៉ុណ្ណឹងចឹងនិយាយថាវាអត់មានការប្រែប្រួលតែកាលមុនយើងជឿថាអូពេលយើងធ្វើខ្លាំងពេកឧទាហរណ៍មកហើយកន្លះម៉ោងអង្គុយចាំបាយគេដូចវេទនាមជីវិតរៀងខ្លួនសោះក៏ប៉ុន្តែនៅពេលយើងចាំបាយគេយើងចេះគិតថាតិចគេឡើងចាំបាយយើងវិញឡងមកតែនៅពេលគេចាំបាយយើងចាំបាយគេចាំទៅចាំមកដូចគ្នាហើយយើងញ៉ាំបាយជុំគ្នារហូតចឹងទៅបើកាលមុនអត់ទេកាលមុនតមកជុំគ្នាបានញ៉ាំបាយជុំគ្នាបើមិនចឹងអ្នកគ្រូញ៉ាំបាយមុនដោយសារតែអ្នកគ្រូគិតថាខ្ញុំ20អ្នកឯងទៅ8បើអញ្ចឹងតែខ្ញុំហ៊ានទៅធ្វើ8ខ្ញុំហត់ហ្មងខ្ញុំអត់ធ្វើហត់ទេខ្ញុំចង់ហត់ទេចាស្ដាប់បាយ20ខ្លាចប៉ះមនុស្សស្អីដូចនេះគ្រូសម្រាប់អ្វីមួយដែលខ្ញុំប្រកាន់ខ្ជាប់វិញជំនឿខាងស្នេហាហ្នឹងខ្ញុំគិតថាក្នុងការឆ្លងគ្នាមួយមានអ្នកគយគុណនិងមានអ្នកដែលគេគយគុណហើយភាគច្រើនអ្នកគយគុណសុបាយជាងតែក៏កើតទុកជាងដោយសារយើងអ្នកគយគុណគេមានអំណាចអ្នកដែលត្រូវគេគយគុណអត់សូវសុបាយអារម្មណ៍នៅនឹងតែក៏អត់សូវឈឺក៏អត់សូវសុបាយបាទអ្នកគយគុណមិនដែរប្រហែលជាមិនខុសទេពីព្រោះបើសិនជាគាត់ជាអ្នកធ្វើឲ្យយើងគឺគាត់ចាំមើលយើងមានសេចក្ដីសុខយើងទទួលបានប៉ុណ្ណាអញ្ចឹងគាត់រីករាយជាមួយយើងអញ្ចឹងទៅគាត់ថាវាវេទនាដែរនៅពេលដែលគេអត់ធ្វើការហ្នឹងឬក៏វាខុសពីការពឹងទុករបស់យើងអានោះវាចឹងឯងបាទស្នេហាវាចឹងស្នេហាខ្ញុំតែងតែនិយាយថាគួរខ្លាចកន្លងមកដោយសារតែដូចតែនិយាយចឹងថាតែស្រឡាញ់គេពេកគឺវេទនាខ្លួនឯងអានោះ mindset ហ្មងស្រឡាញ់គេពេកវេទនាខ្លួនឯងសូម្បីតែខ្ញុំហៅដៃគូខ្ញុំសេតគោលដៅហ្មងរឿងអីផ្សេងអត់ដឹងតែរឿងមួយគឺត្រូវតែស្រឡាញ់ខ្ញុំជាងខ្ញុំស្រឡាញ់បើសិនជាស្រីខ្លះគេថាចេះចុះបើយើងស្រឡាញ់ហើយគេស្រឡាញ់យើងទៀតមិនលុយតែអ្នកគូអត់ទេអ្នកគូថាខ្ញុំត្រូវតែយកមនុស្សប្រុសដែលស្រឡាញ់ខ្ញុំជាងខ្ញុំស្រឡាញ់គាត់បានខ្ញុំមានសេចក្ដីសុខគឺអាត្មានិយមហ៎ខ្ញុំរកតែសេចក្ដីសុខដាក់ខ្លួនយើងហើយយកគាត់គេនេះគឺជាបញ្ហាមិនបញ្ហាជប់គឺជាមកពីការលូតលាស់អ្នកគូត្រូវហើយបាទតែបែបបាច់ថែសារទៅអ្នកគ្រូចង់បានឲ្យគេមើលថែចង់គេមើលថែខ្វះខាតក្ដីស្រឡាញ់បាទមិនចូលស្នេហាបន្តិចនិយាយពីកាយខ្លួនឯងចឹងស្រុកស្ដីមកសម្រាប់យុប៉ុនអ្នកគ្រូឬក៏ឡើងទៅចឹងគឺអ្នកគ្រូចង់ឲ្យគាត់បាត់ចិត្តឲ្យនិយាយតិចជួនកាលបទពិសោធន៍របស់គាត់មិនមែនព្រឹកទេគឺអាចបញ្ហានេះដែររឿងខ្លះ100តែវាមានមួយដែរហើយមួយហ្នឹងបើយើងស្ដាប់ទៅពេលខ្លះអាចខុសប្រកបដែរតែវាមានមែនចឹងយើងត្រូវទទួលហើយកុំយកបទពិសោធន៍ខ្លួនឯងទៅចែករំលែកមនុស្សការយកបទពិសោធន៍ខ្លួនឯងទៅចែករំលែកឲ្យអ្នកដទៃស្ដាប់នេះត្រូវតែច្បាស់ថាការចែករំលែកនោះបានតែវាអត់ប៉ះពាល់ណាព្រោះរឿងខ្លះវាប៉ះពាល់រឿងខ្លះគាត់មានអារម្មណ៍ថាឥឡូវឧទាហរណ៍រឿងហិរញ្ញវត្ថុរឿងហិរញ្ញវត្ថុខ្ញុំចាំបានថាបងប្រុសខ្ញុំគាត់ប្រាប់ថាគាត់ចែករំលែកខ្ញុំតាំងពីយូរមិនមែនអត់ចែកទេប៉ុន្តែខ្ញុំអត់ទទួលស្ដាប់គាត់ទេខ្ញុំបេះអានឹងចាញ់ហ្មងអត់ស្ដាប់ទេហើយទៅជាគិតថាអ្វីដែលខ្លួនឯងធ្វើតែតោះមួយចំណេះដឹងផ្នែកហិរញ្ញវត្ថុដែលផ្ទុយពីអ្វីដែលបងប្រុសប្រាប់ហ្នឹងជាត្រឹមត្រូវទៅវិញហើយសំណួរសួរថាចុះអ្នកដែលគាត់ប្រាប់ពីចំណេះដឹងហិរញ្ញវត្ថុដែលផ្ទុយពីបងប្រុសដែលប្រាប់ហ្នឹងសួរថាគាត់ចែករំលែកមកយើងឲ្យយើងអញ្ចឹងឲ្យយើងយល់អញ្ចឹងឲ្យយើងគិតអញ្ចឹងឲ្យយើងធ្វើអញ្ចឹងហ្នឹងតាមរយៈអីតាមបទពិសោធន៍គាត់តាមចំណេះដឹងរបស់គាត់ក៏ប៉ុន្តែអីដែលសំខាន់គាត់មានរបៀបនៅក្នុងការប្រាប់ដល់ពេលគាត់មានរបៀបនៅក្នុងការប្រាប់ទៅយើងស្ដាប់តាមយើងទទួលយកយើងព្រមហើយយើងក៏ធ្វើហើយវាក៏អត់ត្រូវបានន័យថាការចែករំលែកបទពិសោធន៍វាមិនប្រកាសថាត្រូវអស់ហើយយល់ទេឥឡូវមនុស្សពីរនាក់ដែលគ្រូនិយាយបាញ់ហ្នឹងគាត់ចែករំលែកចំណេះដឹងផ្នែកហិរញ្ញវត្ថុដូចគ្នាតែមួយចែករឿងផ្សេងមួយប្រើជីវិតឲ្យសុបាយរីករាយទៅណាជីវិតវាខ្លីណាស់មានអីទិញដឹងទៅសល់ខ្លះទុកខ្លះចាយខ្លះទុកមើលជំងឺហូរហែតែខាងនេះអត់ទេស៊ីអត់ស៊ីឃ្លានសំវិនិយោគអីចឹងទៅតែខាងនេះយកស្ដាប់ឯងស្ដាប់ណាឯសំណួរសួរថាតើពីរនាក់ហ្នឹងយកមកនិយាយប្រាប់យើងហ្នឹងគាត់ខុសមែនអត់ខុសទេបទពិសោធន៍ជីវិតរបស់គាត់គឺចឹងគាត់ព្រោះបែបសុបាយអញ្ចឹងគាត់មានការអីផងខាងនេះគាត់ព្រោះបែបអញ្ចឹងរុងរឿងតាមបែបរបស់គាត់តែនៅពេលគាត់យកមកចែករំលែកប្រាប់យើងស្ដាប់អ្នកខាងនេះយើងអត់ស្ដាប់សុបាយដល់ពេលអញ្ចឹងនាំទៅដល់ចំណុចមួយយើងមានអារម្មណ៍ថាអូអញ្ចឹងស្ដាប់អ្នកខាងនេះវិញឃើញស្ដាប់អ្នកខាងនេះខុសអញ្ចឹងត្រឡប់មកវិញអ្នកគ្រូចង់បានន័យថាមិនមែនឲ្យតែបទពិសោធន៍របស់យើងសិតតែត្រូវទេអញ្ចឹងរាល់ការចែករំលែកត្រូវប្រយ័ត្នព្រោះជួនកាលសមត្ថភាពនៅក្នុងការចែករំលែករបស់យើងវាខ្ពស់អញ្ចឹងទៅនៅពេលដែលស្ដាប់ទៅគេធ្វើតាមអញ្ចឹងជួនកាលអាចគ្រោះថ្នាក់គេយើងត្រូវមានទំនួលខុសត្រូវដែរបានន័យថាពេលយើងចែករំលែកយើងគួរមានទំនួលខុសត្រូវបានន័យថាប្រាប់នេះគឺជាបទពិសោធន៍របស់ខ្ញុំឯណាខ្ញុំប្រើសម្រាប់ជីវិតរបស់ខ្ញុំឯណាកន្លងមកប៉ុន្តែមិនប្រកាសថាខ្លួនឯងយកទៅឬក៏យកទៅប្រើត្រូវទេប៉ុន្តែនេះបទពិសោធន៍របស់ខ្ញុំវាចឹងយើងត្រូវបញ្ជាក់ប្រាប់លេខមួយឬក៏ចែកអស់កុំឲ្យចែកតែពាក់ណាចាចែកអស់សុបាយមែនតែចែកគិតផងកុំសុបាយរហូតបានគ្រូតើតោះនឹងយុវវ័យបកទៅវិញតែប៉ុណ្ណាគេក៏បានដែរគ្រូបាននិយាយពី8 + 8 + 8តើតោះនឹងការគ្រប់ពេលវេលាបាទគ្រូអាចបកស្រាយបានទេពី concept មួយហ្នឹងអូខេគោលការណ៍8 នេះគឺ24ម៉ោងតែយើងបែងចែកអង្គជា3 8ទី1យើងសម្រាប់យើងគេអានោះតែ8ម៉ោងបើសម្រាប់អ្នកគ្រូវិញគឺ8ម៉ោងពេញហ្មងអាច8ម៉ោងទៅ9ម៉ោងទៀតវាដល់ពេលប៉ុន្តែក្រោម8ម៉ោងគឺអត់មានទេគឺការសម្រាប់សំខាន់មែនតើសម្រាប់អ្នកគ្រូទី2 8មួយទៀតគឺយើងធ្វើការគឺ focus លើការងារមកអាចអ្នកខ្លះក៏ធ្វើការ part time ការ full time អីមិនដឹងទេតែការចំណាយពេលទៅលើការរលុយឬក៏អាជីពការងារគឺ8ម៉ោងក៏ប៉ុន្តែ8ម៉ោងទៀតនេះយើងជ្រៀកសម្រាប់អ្នកគ្រូអ្វីដែលជ្រៀកសំខាន់ហ្មង3តែប៉ុន្តែ4 5ប៉ុន្តែសំខាន់ដែលយើងធ្វើជាប្រចាំហ្មងទី1គឺតើតសុខភាពផ្លូវកាយផ្លូវចិត្តសំខាន់បើនិយាយពីសុខភាពផ្លូវកាយហាត់ប្រាណប្រើពេលក្នុងការស្វែងរកអាហារដែលល្អសម្រាប់សុខភាពពីព្រោះធម្មតាថ្ងៃនេះយើងញ៉ាំអាហារដែលល្អសម្រាប់សុខភាពតែយើងអត់មានពេលធ្វើឬក៏យើងរបៀបថាកាត់ណាងាយណាស្រួលណាអាហ្នឹងឲ្យធ្វើខូចសុខភាពយើងទៅញ៉ាំរបស់ដែលងាយស្រួលណាអញ្ចឹងសិតតែរបស់ឆ្នៃសិតតែរបស់កាយអញ្ចឹងវាអាចខូចសុខភាពអញ្ចឹងឥឡូវសុខភាពផ្លូវកាយហ្នឹងទៅលើរឿងហ្នឹងមួយទៀតផ្លូវចិត្តដែលអ្វីដែលអ្នកគ្រូចូលចិត្តធ្វើហ្មងគឺលំហាត់ដង្ហើម
អត់សូវជាយើងប្រើពាក្យសមាធិក៏បានដែរព្រោះលំហាត់ដង្ហើមសមាធិវាមិនជាខុសគ្នាបានទេតែយើងប្រើទៅលើដង្ហើមទាំងចូលរបស់យើងណាដើម្បីឲ្យអាសុខភាពផ្លូវចិត្តរបស់យើងល្អចឹងហ្នឹងពេលវេលាទី1ពេលវេលាមួយទៀតដែលសំខាន់ដូចគ្នាគឺការអភិវឌ្ឍខ្លួនអ្នកគួររៀនរាល់ថ្ងៃនៅរៀនឡើយទេអាយុ40ជាងតែនៅរៀនភាសាថែមហើយនឹងរៀនជំនាញទុនថែមពីព្រោះជំនាញទុនវាមានជំនាញជាច្រើននៅក្នុងហ្នឹងអញ្ចឹងជំនាញខ្លះក៏យើងអត់ប្រកែដែរជំនាញខ្លះក៏យើងអត់ខ្លាំងដែរយើងមិនខ្លាំងទាំងអស់គ្រប់ជំនាញទុននេះអញ្ចឹងយើងត្រូវវឹកហាត់យើងត្រូវរៀនថែមអញ្ចឹងអភិវឌ្ឍខ្លួនរហូតគឺមួយថ្ងៃអ្នកគួររៀន1ម៉ោងក្នុងមួយថ្ងៃគឺរៀន1ម៉ោងមួយទៀតគឺការចំណាយពេលជាមួយគ្រួសារខ្លួនឯងចំណាយពេលមួយគ្រួសារហ្នឹង yes មានពេលមួយគ្រួសារដែរដូចឧទាហរណ៍ជូនកូនទៅរៀនតាមពិតយើងដាក់សាលាសម័យនេះគេមានឡានមានអីចឹងណាប៉ុន្តែអ្នកគួរអត់ធ្វើទេដោយសារតែអ្នកគួរគិតថាពេលវេលាហ្នឹងគឺជាពេលវេលាយើងនៅមួយគាត់យើងជិះតាមឡានយើងទៅចែកមួយគាត់អីចឹងទៅពេលវេលាញ៉ាំបាយជុំគ្នាឬក៏ពេលវេលាដើរលេងជុំគ្នាអីចឹងទៅប៉ុន្តែគឺត្រូវតែមានពេលវេលាគ្រួសារពេលវេលាខ្លួនឯងហ្នឹងក៏មានដែរអ្នកគួរមិននិយាយមិញរៀនភាសាគេអ្នកគួររៀនអង់គ្លេសថែមភាសាអង់គ្លេសអ្នកគួរអត់ប្រកែពេកតែអ្នកគួររៀនថែមបាទអញ្ចឹង8 ម៉ោងគេង8ម៉ោងធ្វើការ8ម៉ោងគ្រួសារតែសុខភាពខ្លួនឯងបាទអ្នកសុខភាពអ្នកធ្វើសុខភាពអ្នកគួរបាទហាត់ប្រាណសមាធិហើយអ្នកគួររើសអើងណាមកហូបញ៉ាំបាទ operator ដែរចាអត់ចាក់ខ្វៃនំប៉ោងនំហេងឲ្យអ្នកគួរញ៉ាំអ្នកញ៉ាំទេអ្នកគួរអាចហៅវិធីពិសេសដកដង្ហើមនឹងបានងាយស្រួលដកចូលឲ្យអស់តាមចំហហើយបញ្ចេញឲ្យអស់តាមមាត់ yes បានថាអស់ហ្មងអស់ដកចូលឲ្យអស់ហើយបញ្ចេញតាមមាត់ឲ្យអស់អូខេ5នាទីរត់ព្រឹកយូរ5នាទីអញ្ចឹងរហូតចាដកចូលបញ្ចេញដកចូលអញ្ចឹងទៅ5នាទីបិទភ្នែកមិនបិទក៏បានយើងគិតពីអីនេះដង្ហើមចេញចូលរបស់យើងអត់គិតពីអីទេពីព្រោះយើងធ្វើឲ្យខ្លួនឯងនៅកន្លែងហ្នឹងនៅបច្ចុប្បន្នកាលyes ហើយដល់ពេលយើងទៅគិតពីអីមិនកើតតែយើងធ្វើអញ្ចឹងយើងអត់មានបាត់គិតអីទេយើងកន្លែងផុតអត់ទេកន្លែងតែគិតរឿងហ្នឹងអត់បានគិតរឿងអីផ្សេងហ្នឹងដកអញ្ចឹងទៅប៉ុន្តែមានវិធីមួយទៀតដែលគ្រូធ្លាប់សួរពីគ្រូពេទ្យដែលព្យាបាលនៃគ្រូកាពីជំនាន់មុនណាគេមានដកដង្ហើមចូលអញ្ចឹងហើយគេឲ្យយើងខាំងដង្ហើមជាប់ហើយគេរាប់ដូចជា7 8ហ្នឹងឯងតែគេឲ្យយើងចាប់ដង្ហើមនៅជាប់ហើយបានចេញហ្នឹងបីថតច្បាប់បេះដូងអ្នកគ្រូមិនជាដឹងច្បាស់រឿងហ្នឹងដែរប៉ុន្តែគាត់ថាគាត់ប្រាប់ឲ្យអ្នកគ្រូធ្វើអញ្ចឹងបើសិនជាធ្វើបានវាកាន់តែល្អប្រសើរបាទហ្នឹងសម្រាប់ថតច្បាប់បេះដូងពេលខ្ញុំចូលប្រកួតវិញ20ពេកអញ្ចឹងឲ្យបិទដកដង្ហើមចូលអស់បិទ8នាទីបេះដូងយើងនៅធ្លាក់ច្បាប់បេះដូងធ្លាក់ទៅតែដកដង្ហើមចូលហើយចេញបាច់បិទក៏វាអីដែរខ្ញុំចាំបានខ្ញុំឡើងវេទិកាមួយដំបូងគេបំផុតគេហៅថាជាតិជា public speaker ហ្មងកម្មវិធីហ្នឹងស្អី woman នេះខ្ញុំភ្លេចបាត់ហើយយូរហើយខ្ញុំឡើងដំបូងខ្ញុំមានអារម្មណ៍ថាខ្ញុំធ្វើកើតទេតែក្រុមការងារនឹងគ្រប់គ្នាដែលនៅជួយការងាររបស់ខ្ញុំហ្នឹងបងឯងធ្វើកើតហើយឯងនេះហើយពេលហ្នឹងអត់ភ័យខ្លាំងដោយសារអីពេលហ្នឹងគឺខ្ញុំឡើងទៅនិយាយតាក់ទងជាមួយនឹងជានារីទៅឈរលើជើងខ្លួនឯងបានអញ្ចឹងមានអារម្មណ៍ថា confident ដោយសារតែទាំងអស់ហ្នឹងវាគឺជាអ្វីដែលយើងមានហើយគេសួរថាconcept ហ្នឹងវាមិនវិញជានារីទៅឈរលើជើងខ្លួនឯងត្រូវមិនបានឈរតតាមមិនបានយ៉ាងឈរលើជើងខ្លួនឯងអញ្ចឹងបានន័យថាអាចចំណេះដឹងជំនាញហ្នឹងយើងវាមាំហើយក៏វាអត់ស្អីក៏ប៉ុន្តែវានៅតែអីដោយសារតែវាវេទិកាវាធំច្រើនគ្នាមែនតើហើយដូចជា5 នាក់ហើយជាលើកដំបូងពេលហ្នឹងអ្វីដែលធ្វើបានគឺ yes ហាត់ទាំងហើមហ្នឹងបាទមុនឡើងឬក៏កំពុងឡើងពេលដើរចូលបន្ទប់និយាយទៅឲ្យតែមានអារម្មណ៍ថាភ័យគឺធ្វើមកតែធ្វើឲ្យគេដឹងឯងជាយើងធ្វើឲ្យគេដឹងវាបាត់ភ័យហើយបាត់ភ័យមែនចាំពេលចាំខ្ញុំអនុវត្តហើយចាំខ្ញុំចាត់តែអូខេបាទនេះគិតមិនស្មានមនុស្សខ្ជិលអត់កោអេណាក៏ខ្ជិលដែរប៉ុន្តែគាត់ថាធ្វើមិនបាត់ខ្ជិលណោះតែបើថាខ្ជិលមិនកោអេពោះអ្នកគូពេលខ្លះមានពេលខ្ជិលដែរវាមិនខ្ជិល24ម៉ោងខ្ជិលរាល់ថ្ងៃណាក៏ខ្ជិលដែរបើសិនជាត្រឡប់មកសួរថាធ្វើមិនបាត់ខ្ជិលណាទីមួយមានគោលដៅច្បាស់លាស់អាគោលដៅហ្នឹងបើសម្រាប់អ្នកគូមកពីមុនក៏ខ្ជិលដែរមនុស្សខ្ជិលដូចគ្នាអ្នកគូមនុស្សខ្ជិលហ្មងមានអារម្មណ៍ថាអូហួសងាយស្រួលស្រួលអត់មានគោលដៅទេតែឥឡូវអ្នកគូមិនធំតែមានគោលដៅ5ឆ្នាំ5ឆ្នាំក៏មាន3ឆ្នាំក៏មាន5ឆ្នាំក៏មាន1ខែក៏មានតែមួយថ្ងៃក៏មានគឺមានអញ្ចឹងពេលដែលមានទៅវាតម្រង់ទិសយើងមកពីធ្វើយើងស្ទុកស្ទាហ្មងព្រោះយើងចង់បានវាយើងដឹងថាហេតុអីមែនទេប៉ុន្តែគោលដៅហ្នឹងចង់និយាយដែរអ្នកខ្លះគាត់មានគោលដៅប៉ុន្តែគាត់អត់ច្បាស់លាស់គោលដៅរបស់គាត់គាត់មានគោលដៅប៉ុន្តែបើសួរថាថៃមិនចង់អញ្ចឹងអត់ដឹងខ្លួនឯងថៃមិនចង់អញ្ចឹងតែអ្នកគូដឹងថាថៃមិនគូចង់អញ្ចឹងអញ្ចឹងហើយទី1គឺមានគោលដៅច្បាស់លាស់ទី2មនុស្សខ្ជិលភាគច្រើនគឺចូលចិត្តធ្វើការងារស្រួលងាយងាយអញ្ចឹងដើម្បីកុំឲ្យខ្ជិលអង្គការងារខ្លីៗស្រួលងាយងាយព្រោះមែនតើការងារមិនពិបាកទាំងអស់ទេនៅពេលដែលយើងចេះអង្គវាចេះជ្រៀកវាហ្នឹងគឺជាទឹកដែលអ្នកគូប្រើសម្រាប់សរសេរសភៅមែនបាទពេលខ្លះសេទៅពីបន្ទាត់បាទអ្នកគូខ្ញុំសុំចំពុកមួយនៅក្នុងសភៅដែលអ្នកគូថានេះសរសេរចេញពីចិត្តសភៅនោះអត់ចាញ់ទេហើយសរសេរចេញពីចិត្តហ្មងខ្ញុំប្រហែលហ្មងសុំមកចំពុកឯងសរសេរចេញពីចិត្តហ្មងគឺតាក់ទងជាមួយនឹងការជឿដែលខ្លួនឯងមានកន្លងមកដែលខ្លួនឯងជឿថារឿងហ្នឹងវាអញ្ចឹងហើយការជឿហ្នឹងវាត្រូវបានន័យថាតាមពិតមកពីយើងជឿមិនអញ្ចឹងតែមែនតើវាមិនអញ្ចឹងដល់ពេលយើងជឿអញ្ចឹងទៅសកម្មភាពយើងចេញមកយើង follow តាមយើងជឿហ្នឹងតែមែនតើវាមិនអញ្ចឹងដូចអ្នកគ្រូលើកឧទាហរណ៍រឿង20 80រឿងស្នេហាមិនអញ្ចឹងនៅពេលដែលយើងជឿថាអញ្ចឹងយើងខំអនុវត្តខ្លួនអញ្ចឹងព្រោះយើងខ្លាចខ្លួនឯងខ្លាចទៅជាមនុស្ស80អញ្ចឹងខំធ្វើខ្លួនជាមនុស្ស20អញ្ចឹងអាហ្នឹងអ្នកគ្រូបានចែកដែរប៉ុន្តែសូមអ្នកថាជា story អីព្រោះអាហ្នឹងគឺរឿងអតីតរបស់អ្នកគ្រូដែលអ្នកគ្រូបង្ហាញថាកន្លងមកអ្នកគ្រូធ្លាប់ជឿថាអញ្ចឹងប៉ុន្តែនៅពេលដែលជឿថាអញ្ចឹងរឿងហេតុដែលកើតមានចំពោះជីវិតរបស់អ្នកគ្រូគឺវាអញ្ចឹងតែនៅពេលដែលថ្ងៃមួយអ្នកគ្រូឆ្ងល់ហេតុអីបានជីវិតអ្នកគ្រូវាខុសគេហេតុអីបានវាត្រូវតែជួបតែរឿងហ្នឹងហេតុអីបានជារឿងហ្នឹងវាត្រូវតែអ្នកគ្រូជាអ្នកជួបមកពីអេរិយាប័តរបស់អ្នកគ្រូមកពីគេហៅគេរបៀបថាមកពីយើងអញ្ចឹងមិនមែនសន្តានយើងអញ្ចឹងមិនមែនបានអញ្ចឹងព្យាយាមទៅស្វែងយល់ថាវាបែបហ្នឹងឯងបានអញ្ចឹងតែដល់ពេលស្វែងយល់ទៅវាមិនមែនទេមកពីយើងជឿបែបហ្នឹងចឹងថាសកម្មភាពការអនុវត្តខ្លួនរបៀបអីវាទៅអញ្ចឹងបាទនេះខ្ញុំឲ្យឧទាហរណ៍មួយច្បាស់លាស់មួយកាលពីក្មេងម៉ាក់អ្នកគ្រូហើយប៉ាអ្នកគ្រូថាអ្នកគ្រូគឺជាក្មេងដែលឈឺច្រើនជាងគេហើយសុខភាពអត់ល្អហើយមែនសុខភាពនិយាយអត់ល្អហើយក៏ទៅឈឺមួយឆ្នាំគេពេទ្យ3ដងយ៉ាងហើយក្នុងមួយឆ្នាំហើយក្នុងមួយខែក៏ខ្យល់លេបឆ្នាំនេះគឺប្រចាំដោយសារតែអ្នកគ្រូក៏ជឿដូចគាត់ដែរអ្នកគ្រូជឿថាអ្នកគ្រូគឺជាក្មេងដែលខ្សោយទាំងកាយទាំងចិត្តអញ្ចឹងអ្វីដែលឈឺហ្នឹងអត់ខុសទេព្រោះអ្នកគ្រូខ្សោយហើយឈឺអញ្ចឹងមែនតែនៅពេលដែលអ្នកគ្រូត្រឡប់ការជឿអ្នកគ្រូថាហេតុម៉េចអ្នកគ្រូត្រូវឈឺអញ្ចឹងរៀនកាយអ្នកគ្រូអត់ល្អហើយហេតុម៉េចរៀនកាយអ្នកគ្រូអត់ល្អមកពីអីអញ្ចឹងអ្នកគ្រូទៅផ្លាស់ប្ដូរទាំងអស់តាំងពីរបបញ៉ាំតាំងពីការហាត់ប្រាណការអនុវត្តបានន័យថាប្ដូររបៀបទាំងអស់ចុងក្រោយអត់មានអីផងអ្នកគ្រូជាដូចគេធម្មតាអញ្ចឹងស្ទើរតែអត់ឈឺ
ស្របមកមកពុកនេះគឺជំនឿមិនមែនអ្វីៗដែលយើងគិតមិនមែនជាការពិតទាំងអស់ ហ្នឹងហើយតែបើយើងជឿអញ្ចឹងយើងនឹងបានអញ្ចឹង តែយើងជឿអីល្អទៅជឿអីដែលមានផលប្រយោជន៍ យើងជឿថាយើងខ្លាចជាអ្នកមាន ខ្ញុំចង់មាន ក៏ប៉ុន្តែបើសិនជាយើងជឿអញ្ចឹងហើយយើងធ្វើសកម្មភាពដើម្បីទទួលបានការជឿរបស់យើងអញ្ចឹង yes វាមិនជារឿងខុសប្រក្រតីដែលយើងបាច់នឹងខ្លាចតែបើសិនជាយើងអត់ជឿអញ្ចឹងវាអាចនឹងអត់កើតមានដែរមិនគួរជឿអាហ្នឹងការជឿសំខាន់ជំនឿដែលយើងមានទៅលើអីមួយ អ្នកគ្រូចេញសភៅមែន ប្រហែលជាបាក់ស្មានទៅសេតែមិនបែកឡើយដោយសារតែវាជា storytelling តែតទៅមកអត់ដិតបានឯងអញ្ចឹងទៅពេលតែសេមានយំផងមានទឹកភ្នែកទឹកសម្បោដែរពេលខ្លះនៅពេលដែលវាថាច់ជាពិសេសនៅពេលដែលនិយាយការពីវ័យក្មេងឬក៏ហេតុការណ៍អាក្រក់មួយដែលគ្មានបំណងនិងគ្មានចេតនាតែវាកើតឡើងដោយសារហេតុផលអីមួយអញ្ចឹងទៅហើយយើងយកមកបង្ហាញនៅក្នុងសភៅហ្នឹងដល់ពេលហើយ yes វាថាច់យើង ហ្នឹងតើតើនឹងជីវប្រវត្តិរបស់អ្នកគ្រូ វាមិនមែនជាជីវប្រវត្តិទេក៏ប៉ុន្តែសភៅហ្នឹងដោយសារតែជាសភៅមួយដែលខ្ញុំព្យាយាមឲ្យក្មេងៗរកខ្លួនឯងឲ្យឃើញអញ្ចឹងដើម្បីរកខ្លួនឯងឲ្យឃើញមិនត្រូវតែកាយមែនទេអញ្ចឹងនៅពេលដែលកាយនៅពេលដែលខ្ញុំសរសេរខ្ញុំត្រូវកាយខ្លួនឯងគាត់ដឹងដែរវាតកតមួយទាំងផ្នែកកំណត់វាតកតមួយទាំងសង្គមតកតមួយការចិញ្ចឹមបីបាច់អញ្ចឹងវាមកមានទាំងអស់បាទអញ្ចឹងខ្ញុំកំពុងរងចាំបាទអ្នកគ្រូក្នុងវ័យអ្នកគ្រូជាម្ដាយផងជាអ្នកគ្រូផងដឹងតែជួបក្មេងដែលអត់ស្ដាប់គាត់ដឹងតែជួបក្មេងដែលខូចលេងច្រើនតើអ្នកគ្រូធ្វើម៉េចឲ្យមានតុល្យភាពនៅទីមួយគាត់នឹកក្មេងឲ្យគាត់ធ្វើគាត់អញ្ចឹងវាធម្មជាតិតែទៀតចង់ឲ្យមានវិន័យចង់ឲ្យគាត់ដឹងថាការរៀនសូត្រវាសំខាន់ដែរអញ្ចឹងពីយូរអីក៏កាន់តែខូចដែរអ្នកអាចខូចអ្នកគ្រូប្រើវិធីណាដើម្បីមកតឹងពេកតែមិនចង់ឲ្យធូបពេក បើប្រើជាមួយកូនដូចអត់មានទេដោយសារតែកូនខ្ញុំចូលកន្លងធွာហ្មងស្ដាប់គាត់អញ្ចឹងវាជារឿងសំណាងមួយដែរណាអត់បាត់មិនជាការទេគាត់ថាប្រហែលជា yes គេថាបនដល់បនយើងដល់អញ្ចឹងទៅកូនស្ដាប់គាត់ទាំងពីរទាំងកូនប្រុសទាំងកូនស្រីស្ដាប់គាត់ទាំងពីរកូនសិស្សមានដែរអ្នកស្ដាប់គាត់ប៉ុន្តែដោយសារអ្នកគ្រូមិនមែនបរិញ្ញាបត្រមតីឬក៏វិទ្យាល័យមហាវិទ្យាល័យអញ្ចឹងគេហៅថាចាស់ព្រឹកចាស់ព្រេងដែរអញ្ចឹងការប្រើប្រាស់ពាក្យដែលជឿចាប់មួយចំនួនក៏គាត់ទទួលយកបានដែរគាត់មិនមែនដូចក្មេងទេក្មេងពេលខ្លះយើងតតវាយតតជេរតតថាឲ្យវាត្រូវបាច់មកតែដល់ពេលមនុស្សធំការនិយាយបែបស្មើតែឈឺក៏វាជាចំណាយមួយដែលរុញគាត់ដែរឧទាហរណ៍ដូចជាអូនឯងនៅជីវិតស្រួលៗងាយៗហ្នឹងបានន័យថាអូនឯងចង់នៅត្រឹមហ្នឹងមែនអូនឯងអត់ចង់ទៅខាងលើទេមែនខ្ញុំព្យាយាមអ្នកគ្រូព្យាយាមឲ្យគាត់សម័យមើលថាតើអ្វីដែលគាត់កំពុងនៅហ្នឹងការហូបចុកលុយចាយរបស់ប្រើប្រាស់របស់គាត់ហ្នឹងគាត់ពេញចិត្តហើយមែនបើពេញចិត្តហើយធ្វើអញ្ចឹងទៀតទៅហើយបើធ្វើអញ្ចឹងទៀតមានផ្លូវពីរផ្លូវមួយនៅប៉ុណ្ណឹងនិងផ្លូវពីរត្រែកក្នុងហ្នឹងតែបើថាទៅលើហ្នឹងអត់ទៅទេហើយដៃគូក៏ដូចគ្នាដៃគូអាចរកបានត្រឹមហ្នឹងឬក្រោមហ្នឹងបើលើហ្នឹងតែយកយើងទេអញ្ចឹងសម្រាប់ក្មេងដែលគេជាកូនសិស្សអ្នកគ្រូគេច្រើនគឺអ្នកគ្រូប្រើភាសាបែបហ្នឹងឲ្យគាត់ហៀងជឿចាប់ឲ្យគាត់មានអារម្មណ៍ថាyes វាអាចអញ្ចឹងដែរព្រោះគាត់វ័យប៉ុណ្ណេះហើយมันពិបាកនឹងបញ្យល់បដៅពេកទេការខ្ញុំយល់អ្នកគ្រូនិយាយមិនគឺបើមនុស្សអត់អភិវឌ្ឍខ្លួនទៅមុខសង្គមនឹងទៅមុខចោលអញ្ចឹងមានតែនៅត្រឹមហ្នឹងឬក៏ធ្លាក់ចុះបាទជឿដែរបាទនៅស្រួលពេកគេទៅចោលបាទហើយយើងចង់បានគេគ្រាន់បើយើងប៉ុណ្ណឹងណាយកយើងអានេះសាច់ជឿហើយអញ្ចឹងស្រួលដែរយុគ20 21 22ហ្នឹងប៉ុណ្ណឹងគឺជឿហើយជឿហើយដាក់ចំដែរបាទចោះដើម្បីបង្កើនវិន័យវិញវិន័យហ្នឹងក្រៅពីថាឲ្យអ្នកគ្រូមានចិត្តសាស្ត្រមាន strategy អីដែលបង្កើនបើនិយាយបើអត់និយាយពីទ្រឹស្ដីតែបើយើងនិយាយពីទ្រឹស្ដីប្រហែលជាប្រាប់គាត់ថាឲ្យទៅចេះប៉ុន្តែបើអត់និយាយពីទ្រឹស្ដីវិញគឺខ្ញុំនឹងមកជាគំរូរបស់គាត់ខ្ញុំព្យាយាមបង្ហាញពីអ្វីដែលខ្ញុំធ្វើឧទាហរណ៍ខ្ញុំប្រាប់គាត់ថាអូនជាមនុស្សអូនត្រូវទទួលខុសត្រូវអូនឯងដឹងហើយថាមួយខែអូនចាយគ្រប់ទេហើយចុះបើអូនឯងដឹងតែខ្លួនឯងចាយគ្រប់អូនឯងក៏ដឹងចាយម៉េះរឿងខ្លះគាត់ថាធ្វើមិនចង់ទិញចង់ទិញត្រូវការក៏គ្នាណាអូនទី1ទី2បើដឹងខ្លួនឯងចាយច្រើនមិនក៏មិនប្រឹងរកច្រើនអត់ដឹងរកមិនអត់ដឹងរកមិនកុំចាយព្រោះយើងត្រូវទទួលខុសត្រូវជីវិតរបស់យើងអញ្ចឹងពេលដែលយើងនិយាយឲ្យគេទទួលខុសត្រូវជីវិតហ្នឹងយើងខ្លួនយើងត្រូវបង្ហាញពីទំនួលខុសត្រូវជាពិសេសគឺអាជីពជាគ្រូបរិញ្ញាបត្រហ្នឹងការបង្ហាញពីទំនួលខុសត្រូវដែលជាគ្រូបរិញ្ញាបត្រហ្នឹងដែលមិនមែនបរិញ្ញាបត្រឲ្យទៅចប់ឲ្យទៅដល់មកគឺខ្ញុំបរិញ្ញាបត្រសង្ឃថាកម្លាំងមានต้องប្រហែលបញ្ចេញទាំងអស់ចាព្យាយាមបញ្យល់លើរឿងរ៉ាវហើយនឹងបង្កើតសកម្មភាពធ្វើគ្រប់យ៉ាងទៅមិនឲ្យគាត់យល់ហើយបើគាត់អត់យល់សឹងថាមិនទៅមុខទៀតទេមកឆោមានទេបរិញ្ញាបត្រតែ2មេរៀនក៏បានដែរតែឲ្យតែ2មេរៀនចេះគាត់បើជា7 8មេរៀនហើយបានអីអត់អ្នកគ្រូនេះលើកទី1ដែរកុំសិស្សប្រឡងអ្នកគ្រូវិញឥឡូវខ្ញុំសុំប្រឡងអ្នកគ្រូមួយបាទអ្នកគ្រូជាគ្រូបង្រៀនអ្នកគ្រូអាចបង្រៀនអ្វីដែលខ្ញុំអត់ដឹងមួយឥឡូវនេះដែរអ្នកគ្រូបង្រៀនឲ្យស្រួលស្ដាប់ស្រួលយល់ឲ្យខ្ញុំយល់ឥឡូវហ្នឹងអ្នកគ្រូអាចបង្រៀនមុខវិជ្ជាមួយបានទេមុខវិជ្ជាមួយនេះប្រឡងបាទនេះខ្លាំងពេកតិចធ្លាក់ខ្ញុំទៅនេះបើសិនជាព្រោះចេះមុខវិជ្ជាដែលបរិញ្ញាឥឡូវនេះសិតតែមុខវិជ្ជាស្រួលទាំងអស់អត់មានអីពិបាកទេហើយបើនិយាយពីមុខវិជ្ជាដែលស្រួលផុតហ្មងដកមានអីក្រៅពីការថែទាំសុខភាពខ្លួនឯងណោះបរិញ្ញាអីក៏បានហ្នឹងបាទហាត់ប្រាណញ៉ាំអាហារល្អៗមើលគេនិយាយមកវិញហ្នឹងក៏រឿងអញ្ចឹងធ្វើមិនកើតអ្វីដែលខ្ញុំអត់ដឹងអ្វីដែលអត់ដឹងទៅអ្នកគ្រូដឹងអូនអត់ដឹងព្រោះបើអ្នកគ្រូវិញណាអាយុប៉ុនអូនអត់ដឹងច្រើនណាតែអ្នកគ្រូជឿថាអូនប្រហែលជាដឹងច្រើនអញ្ចឹងបើសិនជារឿងដែលអត់ដឹងហើយយើងស្នេហាធ្លាប់មានសង្សារមានធ្លាប់បែកគ្នាអត់ធ្លាប់ម៉ែអ្នក2ដោយសារខ្ញុំអត់ពេញចិត្តអត់ពេញចិត្តយកគេទៅសង្សារអត់ពេញចិត្តក្រោយមកអូខេហើយបានជាអត់ពេញចិត្តក្រោយមកបានន័យថាមុនពេញចិត្តហើយតែក្រោយមកអត់ពេញចិត្តវិញដោយសារអត់ចិត្តកែប្រែបានន័យថាយើងអត់កែទេតែគេកែបានន័យថាពីមុនគេមិនអញ្ចឹងទេអាចទេមិនជាគេកែប្រែក៏តែមកពីយើងមើលគេអត់ត្រូវអាចទេវាអាចដែរមែនជួនកាលគេកែប្រែព្រោះមនុស្សបើនិយាយពីការកែប្រែដូចមិនលឿនអញ្ចឹងពេកទេអូនឥឡូវខ្សែពុកម្នាក់មិនឆ្នាំចប់សិនអត់តែស្អីអូខេបាទអ្នក2ឆ្នាំអញ្ចឹងមនុស្សម្នាក់នៅពេលដែលកែប្រែវាអត់ទៅពេលលឿនពេកទេការបីលូតលាស់នេះនៅ8 19មិនតទៅសង្គមជាទូទៅទោះបីជាវ័យលូតលាស់ក៏ដោយទោះបីជាយ៉ាងណាក៏ដោយមនុស្សយើងមិនអាចកែប្រែខ្លួនលឿនពេកក្នុងរយៈពេល1ឆ្នាំឬក៏2ឆ្នាំទេបានន័យថាផ្លាស់ពី A មក B បានន័យថាបើវាជ្រៀកតិចតួចអូខេទោះបីជាវ័យលូតលាស់ឬក៏មិនលូតលាស់ក៏ដោយជ្រៀកតិចតួចអីតែបើសិនជាមួយ A ហើយមួយទៀតមក B ហ្មងវាប្រហែលយូរប៉ុន្តែអ្វីដែលជាចំណុចដែលអ្នកគិតប្រហែលជាអូនមើលគេអត់ច្បាស់ខ្លួនឯងបានន័យថាយើងមើលគេក្នុងផ្លូវនេះតែមិនតែគេមិនអញ្ចឹងទី1ទី2ជួនកាលគេចេះតែគេខ្លាំងឃើញចេះដោយសារគេស្រឡាញ់យើង
វាអាចដែរតែបើថាប្រែប្រួលរយៈពេលហ្នឹងគឺប្រែប្រួលអត់លឿនទេសូម្បីតែស្នេហាក៏ត្រូវការពេលវេលា5ទៅ6ឆ្នាំដែរពេលយើងមានអារម្មណ៍ថាធុញទ្រាន់មួយគ្នាយើងមានអារម្មណ៍ថាអីណាអាហ្នឹងពេលយើងមើលត្រូវហើយតែបើសិនជាយើងមើលអត់ត្រូវទេយើងក្នុងរយៈពេល1ឆ្នាំ2ឆ្នាំហ្នឹងគឺបញ្ចេញហើយអាហ្នឹងគេមើលត្រូវពេលចេញចិត្តចេញអីចាគឺយើងមើលត្រូវព្រោះយើងមើលគេយើងមើលបែបនេះតែពេលចេញមកវាចេញបែបនេះយើងមើលគេអត់ខ្លួនឯងព្រោះមនុស្សបដូរដូរអត់លឿនប៉ុណ្ណឹងទេអ្នកគូនឹងស្នេហាខ្ញុំមើលមិនត្រូវវិញចឹងមើលមិនត្រូវជប់ខ្ញុំឃើញយើងសួយគេឲ្យគេចេញពីតាចិត្តហើយយើងគិតទៅថាយើងទទួលយកយើងគួរដឹងពីគេយើងគួរសួយគេបើយោបល់នេះគ្រូវិញណាភាគច្រើនស្នេហាច្រើនមានបញ្ហាដោយសារតែពួកយើងដឹងចំណុចអាក្រក់ពីគ្នាអស់អញ្ចឹងចំណុចអាក្រក់ដែលយើងទទួលពីគ្នាហ្នឹងវាគឺជារឿងសំខាន់មួយអញ្ចឹងបើសិនជាគេក៏មានចិត្តដូចយើងឧទាហរណ៍ថាគេក៏ចង់នៅបែបសុខដុមរមនាដែរអញ្ចឹងគេ open ដែរអាហ្នឹងវាអូខេតែខ្លះតែគេអត់ open ដោយសារតែគេស្រឡាញ់យើងមាន hard policy ពីយើងស្រឡាញ់គេឧទាហរណ៍គេត្រូវការអីគេត្រូវការធ្វើម៉េចឲ្យតែក្រងយើងបានឲ្យតែបាននៅមួយយើងឲ្យតែចាប់យើងជាប់អាហ្នឹងគឺគ្រោះថ្នាក់ដោយសារតែគេនឹងព្យាយាមលាក់អាចំណុចហ្នឹងអាហ្នឹងវាគ្រោះថ្នាក់អញ្ចឹងសួរថាចុះបើគេព្យាយាមលាក់បើគេអត់លាក់យើងទៅចែកគ្នាទល់មុខមកខ្ញុំអត់គាត់ឡើយនេះខ្ញុំអត់អត់ឡើយនេះក៏ប៉ុន្តែដល់ពេលគេលាក់ដោយសារ head ផលគេចង់បានយើងយកមកក្រង head ផលផ្សេងគឺការប្រើជីវិតមួយគ្នាyes បើអត់ប្រើជីវិតមួយហានិភ័យជាងគ្រូលះហានិភ័យប៉ុន្តែយើងអត់ដឹងដោយសារអីយើងដឹងគេស្រឡាញ់យើងដោយសារ head ផលអីផងបើគេស្រឡាញ់យើងក៏ចង់រួមមួយយើងអីតែអ្នកខ្លះគេស្រឡាញ់យើងដោយសារទ្រព្យយើងគេស្រឡាញ់យើងដោយសាររឿង head អីផ្សេងអញ្ចឹងគេលាក់ព្រោះគេដឹងថាអាប៉ែនឹងដឹងនឹងអត់យកអញអញ្ចឹងលាក់អញ្ចឹងការប្រើពេលវេលាមួយព្រោះលាក់ចិត្តទេនៅពេលយើងប្រើពេលវេលាជាមួយគឺលាក់ចិត្តអញ្ចឹងបើសិនជាយើងគិតថាយើងដល់ពេលដែលត្រូវការប្រើជីវិតគូហើយជាមួយម្នាក់នឹងហើយអញ្ចឹងអា888យើងមិញហ្នឹងកាត់ពេលវេលាឲ្យច្រើនផុតដើម្បីសិក្សាពីគាត់នៅមួយគាត់ប្រើជីវិតមួយគាត់ហើយយើងនឹងដឹងថាតើគាត់ជាមនុស្សមិនព្រោះហ្នឹងវាលាក់ចិត្តទេពេលនោះយើងនឹងដឹងថាតើយើងទទួលអ្វីដែលជាគាត់បានតែបើសិនជានៅមួយគ្នាមួយឆ្នាំគឺបានលាក់ចិត្តទេទាំងអារម្មណ៍ខឹងទាំងអីគឺលាក់ចិត្តទេហើយជាទូទៅមនុស្សមួយឆ្នាំឃើញមួយឆ្នាំកន្លះបើមានកូនទៀតលឿនឃើញហ្មងលឿនឃើញតែបើអត់មានកូនទេយើងប្រើពាក្យមានកូននេះដោយសារតែនៅមួយគ្នាតែម្ដងបាយទឹកគេងកែមួយគ្នាបានរួមមួយគ្នាហ្មងហើយសម័យយើងមានប្រពៃណីហ្នឹងហើយណាអត់មានទេដល់ចឹងហើយវាជាបញ្ហាតែបើយើងរួមមួយគ្នាបែបហ្នឹងទៅយើងដឹងអញ្ចឹងយើងដឹងទេនៅមួយគ្នាចឹងយូរទៅអាចចំណាំងដែរគ្រូអាចចំណាំងបើយើងចំអ្នកល្អបើចំអ្នកអត់ល្អហ្នឹងហើយអ្នកគ្រូនិយាយថាអ្នកគ្រូបានស្វាមីហ្នឹងដូចសំណាងដែរដោយសារតែអ្នកគ្រូដើរតួជា20ហើយគាត់ដើរតួជា8រហូតជា10ឆ្នាំហើយចាំបើសិនជាប៉ះប្រុសគេផ្សេងវិញគេមានអារម្មណ៍ថាអ្នកឯងមាន20%ឲ្យខ្ញុំទៅផឹង8ទៅអី20ដែរ30ដែរឡើងនេះបាត់ចឹងវាសំណាងដែរបាទតើតោះនឹងគូស្វាមីហ្មងចូលខាងស្នេហាអូខេចូលខាងស្នេហាបាទបាទមុននេះអ្នកគ្រូបាននិយាយថាមិនសូវធ្លាប់និយាយខាងស្នេហាក៏មិនសូវបើខាត់ជាគូនេះខាងនេះដែរតែនេះខ្ញុំសូមឲ្យអ្នកគ្រូហ៊ានទៅចូលទឹកជ្រៅតិចចុះបាទអ្នកគ្រូគិតថាកាត់គេយ៉ាងហើយអ្នកតាក់ចិត្តយ៉ាងម៉េចដែរធ្វើឲ្យជាគូអ្នកគ្រូល្អគូស្នេហ៍ល្អសម្រាប់អ្នកគ្រូហ៎សម្រាប់អ្នកគ្រូសិនចុះអូខេបើសម្រាប់អ្នកដទៃក៏ត្រូវគិតបន្តិចប៉ុន្តែបើសម្រាប់អ្នកគ្រូវិញបើគេសួរថាមានលក្ខខណ្ឌអីខ្លះឬដៃគូជីវិតលក្ខខណ្ឌទី1ហ្មងណាស្រឡាញ់អ្នកគ្រូបាទលក្ខខណ្ឌទី2 EQ ខ្ពស់សមត្ថភាពក្នុងការគ្រប់គ្រងអារម្មណ៍គឺត្រូវតែខ្ពស់ព្រោះអ្នកគ្រូមនុស្ស sensitive កន្លងមកអ្នកគ្រូតំតែមួយរយៈចុងក្រោយនេះដែរប៉ះទៅអង្គើតែកាលមុនពេលខ្លះមិនប៉ះស្រឡាញ់តែមកអង្គើដែរធម្មជាតិហើយនឹងអត់ចូលដឹងពីរឿងទាំងអស់ហ្នឹងអូខេអញ្ចឹងអ្នកគ្រូជ្រើសរើសដៃគូគឺត្រូវតែមាន EQ ខ្ពស់ហ្មងសមត្ថភាពគ្រប់គ្រងអារម្មណ៍នឹងខ្ពស់ហ្មងបានន័យថាមិនឈាវឆាវមិនប៉ះមិនបានបើប៉ះមិនបានដូចអ្នកគ្រូដែរចាប់បាត់ប៉ុន្តែតើតើមករឿងផ្សេងទៅនោះក៏ត្រូវសមត្ថភាពចំណេះដឹងអីហ្នឹងអានោះវាបន្តប្រសពបាទចុះទ្របចំណេះអ្នកគ្រូដូចអត់ដោយសារអ្នកគ្រូជ្រើសរើសដៃគូអ្នកគ្រូនេះអត់មើលទ្របហ្មងអត់មានមើលទ្របអ្វីដែលអ្នកគ្រូមើលគឺគាត់ស្រឡាញ់អ្នកគ្រូខ្លាំងទី1ហើយទី2គាត់ឆ្លូតហើយការគ្រប់គ្រងអារម្មណ៍របស់គាត់ល្អខ្លាំងមែនតើអាចនិយាយបានថាលើសក្រុមអ្នកបួសបន្តិចទេ slow ហើយស្មើថេងហ្មងចាំយើងត្រឡប់ប្រឆាំងឲ្យគាត់អីទេអត់ប្រឡែងអត់ប្រឡែងតែគាត់ slow ហ្មងធម្មជាតិរបស់គាត់គឺបែបហ្នឹងហ្មងចឹងអ្នកគ្រូអ្នកក្លុបវិញចាអ្នកគ្រូអ្នកក្លុបតែយើងចូលប្រឡប់គ្នាទៅវិញមកអូខ្ញុំចូលខាងហ្នឹងហ្មងអ្នកគ្រូនិយាយពីគូស្វាមីចឹងណាអ្វីទៅដែលខាងប្រុសអត់យល់ពីខាងស្រីពីខាងស្វាមីអ្នកគ្រូគាត់ថេរហូតគាត់យល់ពីអារម្មណ៍អ្នកគ្រូវិញចឹងតែចោះ in general ហ្មងតើអ្វីទៅដែលប្រុសអត់យល់ពីស្ត្រីការយកចិត្តទុកដាក់ការបង្ហាញមនុស្សប្រុសភាគច្រើននៅពេលដែលគាត់ជ្រើសរើសតែណាម្នាក់ជាដៃគូហើយគាត់គិតថាការជ្រើសរើសរបស់គាត់ហ្នឹងបានគាត់ស្រឡាញ់ហើយចឹងពេលខ្លះសកម្មភាពខ្លះគាត់អត់ធ្វើគាត់បង្ហាញទេដូចជាសូម្បីតែនិយាយថាស្រឡាញ់យើងក្រោយរៀបការហើយហ្នឹងក៏មិនសូវមានពាក្យហ្នឹងដែរនិយាយអាចនិយាយបានថាសឹងតែអត់មានហ្មងសឹងតែអត់លឺហ្មងជាទូទៅផ្អែមល្ហែមដោយមនុស្សតែបើជាទូទៅគឺអត់ទេដោយមនុស្សប្រុសមានចំហថាមនុស្សស្រីម្នាក់ដែលខ្ញុំជ្រើសរើសមកជាដៃគូម្នាក់ខ្ញុំស្រឡាញ់ហើយគាត់ចាំបាច់និយាយស្រឡាញ់ធ្វើអីទៀតប៉ុន្តែមនុស្សស្រីត្រូវការហ្នឹងមនុស្សស្រីត្រូវការការបង្ហាញមនុស្សស្រីត្រូវការការយកចិត្តទុកដាក់សូម្បីតែពេលខ្លះមនុស្សប្រុសថារឿងប៉ុណ្ណឹងវាដូចជាមិននេះតែមនុស្សស្រីរឿងប៉ុណ្ណឹងគឺគាត់ចង់ឲ្យយើងមើលឃើញថាអញ្ចឹងដូចឧទាហរណ៍ដូចជាទិញកាហ្វេមកផ្ញើដែលយើងស្ដាប់ទៅមានអារម្មណ៍ថាគាត់អញ្ចឹងសោះកាហ្វេនៅចិត្តផ្ទះឬក៏រឿងខ្លះយើងមានអារម្មណ៍ថាវាដូចជាមិនច្រើនទេមនុស្សស្រីចូលចិត្តអាមិនច្រើនហ្នឹងដើម្បីបង្ហាញថាគេយកចិត្តទុកដាក់បាទអាមិនច្រើនវាច្រើនសម្រាប់គាត់គឺវាច្រើនហើយមនុស្សប្រុសមើលម្លងហ្មងបាទតែគ្រួសារអ្នកគាត់មើលម្លងគាត់ចូលចិត្តទុកដាក់គាត់ស្ពាក់កូនអត់ទេyes ឆ្លុះគ្នាដែរមិនអត់ឆ្លុះឆ្លុះគ្នាធម្មជាតិអត់ឆ្លុះហ្នឹងបញ្ហាវិញមានតែអត់ខ្វល់ yes ធ្លាប់មានឈុតអត់ឆ្លុះហ្នឹងដែរ yes អ្នកគូមានឈុតអត់ឆ្លុះហ្នឹងបែរជាចូល2ឆ្នាំ3ឆ្នាំបាទហើយនៅពេលអត់ឆ្លុះគឺអត់ន័យហ្មងជីវិតដូចឡើងគាត់ពីគ្នាស្អាតណាស់បាទហ្នឹងឆ្លុះល្អវិញឆ្លុះល្អតែកុំញ៉ាំកុំឲ្យទៅពេកអត់អីទេអីឡើយកុំទៅពេកអ្វីដែលប្រុសអត់ចូលពីស្ត្រីមានអីទៀតទេក្រៅតាពីការយកចិត្តទុកដាក់ក្រៅតាពីការបង្ហាញព្រោះមនុស្សប្រុសមិនសូវចង់បង្ហាញជាផ្សេងមុខគេហ្នឹងអាក្រោយក្នុងគេពេលខ្លះអោបថើបយើងដូចស្រឡាញ់យើងណាតាមមុខគេនោះមិនចង់បង្ហាញទេហើយមនុស្សស្រីគឺជាភេទដែលអៀនទេប៉ុន្តែចង់បង្ហាញមនុស្សស្រីដល់ពេលមនុស្សប្រុសបង្ហាញអោបថើបកាន់ដៃគេឃើញមានស្រីសោះហើយមនុស្សប្រុសអត់ចូលចិត្តអញ្ចឹងមានអីគេទៀតទេមើលដែរចង់អួតបង្ហាញនេះបាទពាក់គ្រឿងអលង្ការបាទមនុស្សស្រីចូលចិត្តអញ្ចឹងបាទអ្នកគ្រូខ្ញុំមាន scenario ឲ្យអ្នកគ្រូឲ្យអ្នកគ្រូអ្នកបែងបានព្រាមខ្ញុំមានក្នុងអ្នកគ្រូទេបានព្រាមទេនេះកាច់អ្នកគ្រូឲ្យស្រួលពេករស់គេឲ្យស្រួលតែគេឲ្យរស់គ្រូគេឲ្យរស់ស្រួលទេតែឲ្យចេញ scenario នេះតែព្រាមខ្លួនអូខេបាទមកចេញឈុតអីបានគ្រូនេះ scenario 1មាន3 scenario 1
អូនេះដូចបងនិយាយមែនតែថា scenario ចុះបាទគូស្វាមីយើងអត់សូវនិយាយជាមួយយើងគាត់ទុកអីនៅក្នុងចិត្តខ្លួនឯងអត់ពេញចិត្តអីអត់និយាយហើយថ្ងៃមួយគាត់ទុកទីមកបងសម្ដីទាំងយកមកគឺដោយសារគាត់ទុកក្នុងខ្លួនហើយគាត់អត់សូវកែរឿងតូចតាចពេញចិត្តតែគាត់ទុកគាត់សំថ្ងៃមួយគាត់ទុកថតលេខបានគាត់ទុកមកបាទអញ្ចឹងបងជាអ្នកគ្រូឥឡូវបញ្ហាគឺហឹង្សាសម្ដីណាគឺស្ដីណាហឹង្សាទៅអ្នកគ្រូអ្នកគេបានតែនិយាយអ្នកផ្សេងចុះខ្ញុំអ្នកគ្រូនេះអត់គ្រូនេះវាយអ្នកផ្សេងចុះថាប្តីគាត់សម្ដីទាំងមកតើអ្នកគ្រូធ្វើយ៉ាងណាដែរតែនៅក្នុង situation ហ្នឹងគាត់ស្អីដាក់ទៅអារម្មណ៍យើងគាត់តិចដែរអារម្មណ៍យើងខឹងហើយតូចចិត្តហើយអន់ចិត្តហើយអាក្រោយគេគឺចាំឲ្យគំនុំហ្នឹងខ្ញុំទុំដាក់អីស្អីដាក់ខ្ញុំស្អីthấyសម្ដីគាត់មិនតិចដែរគាត់ពេលគាត់ខឹងខ្ញុំដឹងថាសម្ដីគាត់មិនមែនពិតត្រូវវាចេញពីអារម្មណ៍មួយឆែហ្នឹងទេតែវានៅតែលេងតែប្របាក់ទួយកតើអ្នកគ្រូធ្វើអីមុនគេបានគ្រូនៅក្នុង situation បើសិនជាពីមុនណា situation នេះវាយគ្នាមកដល់ឆ្លុះគ្នាមកដឹងតាស្រែកដឹងតាអូប្រយុទ្ធមកប្រយុទ្ធមកតែបើសិនជានៅឥឡូវនេះតែជាអ្នកគ្រូដើរចេញមិននៅស្ដាប់ទេព្រោះវាអត់បានអីមកវិញចាអញ្ចឹងអ្នកគ្រូដើរចេញដោយទុកឲ្យគាត់រងាប់អារម្មណ៍របស់គាត់សិនឬក៏យើងអាចនិយាយបានថាកម្រិតនៅឆ្ងាយពីគ្នាសិនព្រោះជួនកាលយើងនៅមួយគាត់អ្វីដែលគាត់និយាយនៅពេលគាត់ខឹងគាត់ចង់និយាយយើងឈឺអញ្ចឹងនៅពេលដែលយើងយល់ពីគាត់ពេលខ្លះយើងអត់ឈឺក៏គាត់ខឹងកាន់តែខ្លាំងទៀតអញ្ចឹងពេលហ្នឹងគឺដកថយសិនបានថាចេញសិនណាកុំនៅស្ដាប់គាត់ព្រោះពេលយើងស្ដាប់យើងឈឺហើយនៅពេលដោះស្រាយគឺដោះស្រាយពេលហ្នឹងអត់កើតទេយើងហ្នឹងក៏វាមិនស្រួលដែរអញ្ចឹងគឺ yes យើងបបាយគ្នាសិនអាហ្នឹងបើសិនជានៅក្នុង situation បែបហ្នឹងក៏ប៉ុន្តែទាំងអស់ហ្នឹងមិនគួរវាកើតមានព្រោះនៅពេលដែលយើងដោះស្រាយបែបហ្នឹងវាគឺជាការដោះស្រាយរយៈពេលខ្លីអញ្ចឹងលើក្រោយស្រ័យទៀតហើយយើងកិច្ចទៀតលើក្រោយស្រ័យទៀតហើយយើងកិច្ចទៀតឲ្យជីវិតគូវាមិនអាចស្រ័យកិច្ចចឹងឈួតមនុស្សអស់អញ្ចឹងវាគឺជាដំណោះស្រាយរយៈពេលខ្លីតែបើអាហ្នឹងបើយើងនិយាយពី situation ពេលហ្នឹងគឺយើងមានដើរចាញ់ហ្នឹងតែបើសិនជាសួរថាបើអញ្ចឹងដោះស្រាយមិនបើសម្រាប់អ្នកគូឥឡូវសមត្ថភាពអ្នកគូឥឡូវវិញអ្នកគូនឹងព្យាយាមឲ្យគាត់បញ្ចេញអារម្មណ៍របស់គាត់ពីព្រោះមនុស្សអ្នកខ្លះគាត់អត់មានសមត្ថភាពក្នុងការបញ្ចេញអារម្មណ៍របស់គាត់ដោយសារតែគាត់ជាមនុស្សដែលមិនដែលបញ្ចេញអារម្មណ៍អ្នកខ្លះគាត់បញ្ចេញអារម្មណ៍របស់គាត់គាត់អត់ដឹងពីតួនាទីនៅក្នុងការបញ្ចេញអារម្មណ៍គាត់អត់ដឹងពីគុណសម្បត្តិនៅក្នុងការបញ្ចេញអារម្មណ៍គាត់ស្ទើរតែមិនដឹងថាបញ្ចេញអារម្មណ៍ធ្វើអីបញ្ចេញអារម្មណ៍នាំតែល្អកឧទាហរណ៍ប៉ុន្តែគាត់ភ្លេចគិតថានៅពេលគាត់អត់បញ្ចេញវាអត់ទៅណាវានៅនឹងអញ្ចឹងថ្ងៃមួយចង់មិនចង់វាផ្ទុះអញ្ចឹងនៅពេលដែលវាផ្ទុះអ្នកដែលបញ្ហាគាត់ហើយនឹងដៃគូស្រឡាញ់ប៉ុណ្ណាក៏ដោយតែយូរស្រែកភ្លេចខ្លួនស្រែកបែកគ្នាអញ្ចឹងអ្វីដែលជាដំណោះស្រាយរយៈពេលវែងគឺអ្នកគូនឹងព្យាយាមបញ្យល់ឬក៏ប្រាប់គាត់ឲ្យគាត់មានរបៀបក្នុងការបញ្ចេញអារម្មណ៍តាមរយៈការជជែកគ្នាឬក៏ដោយសារតែអ្នកគូមានជំនាញចំណេះដឹងខាងហ្នឹងអញ្ចឹងអ្វីដែលអ្នកគូធ្វើរាល់ថ្ងៃជាមួយដៃគូអ្នកគូព្រោះដៃគូអ្នកគូកាលពីមុនគាត់ជាមនុស្សដែលស្មើហ្មងណាអ្នកគូហ៊ាននិយាយថាបងអូនអ្នក cancel បន្តិចគេបានន័យថាបន្ទាប់ពីហ្នឹងមកគឺអ្នក cancel គាត់ហ្នឹងហើយបានន័យថាអែហ្មងគឺស្មើថេហ្មងអារម្មណ៍គាត់នឹងខ្លាំងប៉ុន្តែដោយសារតែទំនួលខុសត្រូវរបស់គាត់លើវាច្រើនគាត់ក៏ជាមនុស្សដែលរៀង sensitive ដែរពីមុនពេលដែលគាត់បើកឡាននេះគាត់ចេះញ៉ៃណាឥឡូវបើកឡាននេះគាត់ចេះរៀងជួយឆ្វាយដែរហើយគាត់ចេះចាំដូចមុននេះពីមុនចាំបានមកក៏បានឥឡូវចាំរៀងយូរទៀតគាត់បុកទៅគាត់កញ្ជ្រោពីខាងក្នុងមកដោយសារតែទំនួលខុសត្រូវឬក៏ stress របស់គាត់នោះវាដល់ level មួយហើយអញ្ចឹងនៅពេលដែលអ្នកគូដឹងបែបហ្នឹងអ្នកគូតែងតែកំណត់ពេលទៅចែកគ្នាដែលក្នុងមួយសប្តាហ៍អញ្ចឹងគឺយើងកំណត់ថ្ងៃទៅចែកគ្នា2ថ្ងៃទី1គឺទៅចែកគ្នាជាលក្ខណៈប្តីប្រពន្ធយើងទៅចែកជាមួយគាត់តែ2នាក់ឧទាហរណ៍ដូចជាអ្នកគូនិយាយពីអារម្មណ៍របស់អ្នកគូប្រាប់គាត់ថាបងមួយថ្ងៃនេះអូនបែបនេះហើយមានអារម្មណ៍ថានៅពេលអញ្ចឹងយូរទៅខ្លាចតែវាប៉ះពាល់ឬក៏ខឹងឬក៏អីទៅវាប៉ះមកឯងឬក៏អីចឹងទៅហើយដើម្បីឲ្យគាត់ប្រាប់អ្នកគូវិញតែគេប្រាប់យើងប្រាប់គេយើងបើកអស់ប៉ុណ្ណាគេបើកអស់ប៉ុណ្ណឹងហើយវាជាទម្លាប់នៃគ្រួសាររបស់អ្នកគូហើយនឹងពេលទី2គឺយើងបើកជាលក្ខណៈគ្រួសារកូនទាំង2នាក់ហើយនឹងប្តីប្រពន្ធចឹង4នាក់ដែលយើងទៅចែកគ្នាហើយពេលខ្លះយើងលេងជាហ្គេមចឹងទៅយើងលេងជាហ្គេមថាសកម្មភាពអីយើងពេញចិត្តហើយយើងអត់ហ៊ាននិយាយនិយាយម្ដងជាហ្គេមអីចឹងទៅអញ្ចឹងយើងមានរបៀបហ្នឹងពីព្រោះមានរបៀបហ្នឹងឯងដែលយើងអាចធ្វើឲ្យអារម្មណ៍របស់គាត់ហ្នឹងមានពេលក្នុងការបង្ហាញយើងបានប្រាប់យើងបានហើយមានទម្លាប់ដោយសារអ្នកគូធ្វើការឆ្ងាយគ្នាអញ្ចឹងយើងមានជាការ text ឬក៏ call របស់គ្នាអញ្ចឹងពេលដែលយើងមានបញ្ហាអីចឹងទៅពីច្រើនយើងមានការចែកម្លែកគ្នាមានអីចឹងទៅអញ្ចឹងវាដើរតួនៅក្នុងការបញ្ចេញអារម្មណ៍ដែរហើយអ្នកគូខ្លួនឯងនេះដោយសារដើរតួជាអ្នកទប់ពីព្រោះដឹងថាគាត់ហ៊ាន sensitive ជាអ្នកគ្រូមកនិយាយចំក្រោយអញ្ចឹងអ្នកគ្រូដើរតួជាគេហៅសិស្សច្បងណាដើរតួជាមេដើរតួជាអ្នកដឹកនាំអាចជាអ្នករៀបចំទាំងហ្នឹងអញ្ចឹងស្មារតីរបស់ខ្លួនឯងគឺត្រូវខ្លាំងជាងគាត់ការ control ខ្លួនឯងគឺត្រូវខ្ពស់ជាងគាត់អញ្ចឹងអ្វីដែលអ្នកគ្រូធ្វើបានក្រៅតែពីបញ្ចេញមួយគាត់និងទៅចែកជាមួយគាត់អ្នកគ្រូមានសភៅរបស់អ្នកគ្រូមួយបញ្ចេញអារម្មណ៍ខ្លួនឯងអ្នកគ្រូទៅសេពីអារម្មណ៍ខ្លួនឯងឧទាហរណ៍ដូចជាថ្ងៃហ្នឹងអ្នកគ្រូអារម្មណ៍ល្អហើយថ្ងៃហ្នឹងអារម្មណ៍ល្អទេខ្ញុំមិនដឹងកើតអីនេះចង់ប្រាប់ប្តីប៉ុន្តែចេះខ្លាចរំខានគាត់អីរបៀបចឹងទៅព្រោះរឿងខ្លះយើងមានអារម្មណ៍ថាយកចង់ឲ្យគាត់ដឹងដែរខ្លាចគាត់ហ្នឹងពិបាកឬក៏ខ្លាចគាត់ហ្នឹងទទួលអារម្មណ៍មួយហ្នឹងទៀតគាត់ទុកបាត់ជាប់អញ្ចឹងអាហ្នឹងជារបៀបរបស់អ្នកគ្រូខ្ញុំគិតថា9មីនិតល្អមែនតើទស្សនិកជនដែលបានស្ដាប់អ្នកគ្រូនេះខ្ញុំគិតថាយើងគួរអនុវត្តទាំងអស់គ្នាខ្ញុំមុនហ្នឹងរៀងឆេងឆាវតិចអារម្មណ៍អត់ស្ងប់ទេខ្ញុំថាអាច stress ដែរបាទអញ្ចឹងទៅខាង operator គាត់ប្រាប់ថាឲ្យសេនៅលើកត់នៅលើសភៅហ្នឹងអារម្មណ៍តិចខ្លះជួយមែនអារម្មណ៍យើងសម្រាប់គឺអ្វីប្រហែលគឺយើងទាញដាក់ចូលសភៅហ្នឹងបិទអញ្ចឹងទៅអារម្មណ៍យើងស្ងប់មានតុល្យភាពមែនតើបើយើងមានសភៅសម្រាប់ធ្វើរឿងហ្នឹងណាជា journal របស់យើងទី1ទី2ជាការសរសេរគេហៅថាការដឹងគុណការអរគុណអានោះក៏ជួយដែរអ្នកគ្រូមានសភៅមួយក្បាលដែលអ្នកគ្រូសរសេរពីរហ្នឹងបញ្ចូលគ្នាតែម្ដងប៉ុន្តែអ្នកគ្រូ highlight color ដើម្បីអ្នកគ្រូដឹងថាមួយណាអ្នកគ្រូសរសេរពីអីមួយណាអ្នកគ្រូសរសេរពីអីអញ្ចឹងអ្នកគ្រូសរសេរឧទាហរណ៍ដូចជាថ្ងៃនោះណាថ្ងៃណានោះគ្រូសាអ្នកគ្រូក៏ចូលនោះមកអ្នកគ្រូអញ្ចឹងណាអូយអរគុណណាអីអញ្ចឹងការសរសេរវាគឺជាការដែលមិនត្រឹមតែជួយឲ្យយើងបញ្ចេញអារម្មណ៍របស់យើងទេក៏ប៉ុន្តែការសរសេរជាពិសេសតទៅមួយនឹងការអរគុណនិងការស្វែងរកចំណុចល្អៗដែលកើតមានក្នុងមួយថ្ងៃរបស់យើងណាវាជួយធ្វើឲ្យយើង focus តែ positive តែបើរឿងអាក្រក់កើតក៏មានរឿងល្អកើតក៏មានប៉ុន្តែធម្មជាតិរបស់យើងគឺ negative បើអ្នកខ្លះត្រឡប់ទៅ negative គឺ negative ធំតែនៅពេលដែលយើងអរគុណឬក៏យើងនិយាយអូខ្ញុំសប្បាយចិត្តពេលដែលយកនំឲ្យញ៉ាំហើយលើពីនឹងទៀតឲ្យនំឯងញ៉ាំឲ្យនំឯងទៅហូរហើយអញ្ចឹងទៅអញ្ចឹងនៅពេលដែលយើងសរសេរទៅពេលខ្លះគ្រាន់តែអានវិញឬក៏គ្រាន់តែនឹកឃើញអាហ្នឹងឬក៏នៅពេលដែលយើងសរសេរដូចយើង highlight អក្សរនៅលើសភៅដែលយើងអានអញ្ចឹងធ្វើយើងវាចាំអញ្ចឹងអារម្មណ៍យើងវា positive ហ្មងហើយហ្នឹងអ្នកគ្រូភាគច្រើនអ្នកគ្រូធ្វើពេលចិត្តគេអ្នកគ្រូសរសេរថ្ងៃនេះដីឲ្យនំឆ្ងាញ់ណាស់ឆ្ងាញ់ណាស់ណាគេក៏ញ៉ាំដែរនឹកឃើញឆ្ងាញ់រសជាតិទុរេនបាទត្រឡប់ទៅមិញរឿងវិធីដកដំណោះស្រាយមិញអ្នកគ្រូចែកជាពីរមួយវែងឆ្ងាយមួយរយៈពេលខ្លីមួយរយៈពេលវែងបាទរយៈពេលវែងមកដោះស្រាយបាន
đi trên nàyគាត់បាននិយាយអញ្ចឹងឡដូចអ្នកគ្រូគាត់ប្រាប់ថាគាត់ប្រៀបtâmថាដូចដុំថ្មដុំកំពុងដុំថ្មក្តៅតាមក្នុងសោណាអញ្ចឹងកំពុងក្តៅ ទៅប៉ះមិន កាន់អញ្ចឹងកាន់ហើយរកគប់កំពុងខឹងអញ្ចឹងថៅគប់តែអាពេលមុននឹងគប់គេហ្នឹងគឺកំពុងក្តៅលាបដៃខ្លួនឯងនឹងឆេះឈុំអញ្ចឹងហើយអញ្ចឹងមានថាពេលកំពុងក្តៅហ្នឹងអ្នកគ្រូប្រាប់ថាឲ្យយើងចែកគ្នាសិនទៅដោះស្រាយពេលហ្នឹងគាត់កើតបាទហ្នឹងបានតែពេលខ្លីទេតែពេលវែងយើងត្រូវនិយាយគ្នាបាទអញ្ចឹងចូល scenario មួយទៀតបាទខ្ញុំគិតថាមិញ អូខេ នេះឡងគាត់មាននេះអត់មាននេះអត់មាននេះគ្រូបាទនៅសល់ពីរទៀតបាទចុះអ្នកគ្រូឥឡូវយើង add ការវាយអំពើហិង្សា physical វិញបាទតើយើងធ្វើយ៉ាងម៉េចមានថានិយាយសាមញ្ញទៅយើងរើខុស នៅដៃគូខុស បាទបើថាបើពេលសង្សារបាយយើងទេមានណាដល់ការពេលការហើយ ការហាក់មិនបាយឬក៏កូនមួយមិនបាយ បាទបាទអញ្ចឹងទៅមិននិយាយអ្នកគ្រូអ្នកផ្សេងបាទយើងធ្វើយ៉ាងណាកាត់ចិត្តយ៉ាងណាឬក៏យើងបដិញ្ញាចិត្តធ្វើយ៉ាងណា បើសិនជាគ្រាន់តែលះអារម្មណ៍បាញ់មិញណាទទួលយកបានតែបើចូលហិង្សាគឺទទួលយកបានទេហើយបើសិនជាភ្លាមអ្វីដែលដោះស្រាយគឺកិច្ចសិនហើយព្រោះខ្លាចត្រូវបុកគេតែត្រូវកិច្ចប៉ុន្តែសំណួរសួរថាតើដោះស្រាយរបៀបម៉េចសម្រាប់អ្នកគ្រូហ្មងអ្នកគ្រូមានផ្នត់គំនិតមួយហើយតែងតែបញ្ជ្រាបផ្នត់គំនិតហ្នឹងទៅកាន់ប្អូនទៅកាន់កូនហើយនឹងកូនសិស្សដោយប្រាប់ថាបើអ្នកឯងជ្រើសដៃគូរបស់អ្នកឯងហើយដៃគូរបស់អ្នកឯងមិនធ្វើឲ្យអ្នកឯងរីកលូតលាស់ទេមិនធ្វើឲ្យអ្នកឯងចម្រុងចម្រើនទេទាញអ្នកឯងទៅក្រុមទេលែងទៅសូម្បីតែពេលខ្លះចុះបើមានកូនមួយគ្នាឧទាហរណ៍មួយពីរហើយពេលខ្លះมันប្រកាសថាកូនមួយពីរហើយហ្នឹងកូនមិនខូចអនាគតទេបើនៅជាមួយនឹងឪពុកម្ដាយដែលវាយគ្នាភុំហាំងអញ្ចឹងពេលខ្លះយើងគិតថាកូនដែលអត់មានឪពុកអត់មានម្ដាយដូចក្មេងកំព្រាអនាថាឬក៏ខ្វះភាពកក់ក្ដៅអាវាយគ្នាហ្នឹងក៏អត់មានភាពកក់ក្ដៅដែរអញ្ចឹងហើយអ្នកគ្រូតែងតែប្រាប់កូនហើយក៏ប្រាប់ខ្លួនឯងដែរថាឥឡូវមិនមែននិយាយធំតែដៃគូណាសូម្បីតែអ្នកដែលយើងខ្សែ